ទីមួយគឺតកតងនឹងនាយករដ្ឋមន្ត្រីថៃធ្លុយមាត់ទទួលស្គាល់ថាប្រជាពលរដ្ឋថៃរស់នៅលើដីខ្មែរខ្លះដែរនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យទីពីរគឺនាយករដ្ឋមន្ត្រីថៃនិយាយថាថៃជើងក្រោយឲ្យតែកម្ពុជាចាប់ផ្ដើមស្ដារស្ថានភាពជាមុនព្រោះអីថៃចោទប្រកាន់កម្ពុជាថាជាអ្នកបំពានមុនទី3គឺមេតបថៃបដិសេធព័ត៌មានដែលថាបើកច្រកទ្វារព្រំដែននៅថ្ងៃទី1ខែវិច្ឆិកាទី4គឺអ្នកខ្លំមើលសង្គមថៃប្រមាននាយករដ្ឋមន្ត្រីថៃថាដាច់ខាតមិនត្រូវឲ្យរបូតទីតាំងទាំង11ដែលយោធាថៃដណ្ដើមបានពីកម្ពុជាបន្ទាប់មកទៀតគឺក្រុមប្រឆាំងថៃគ្រោងកែនប្រជាពលរដ្ឋមកបណ្ដេញប្រជាពលរដ្ឋខ្មែរពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យឲ្យបានត្រឹមថ្ងៃទី31ខែតុលានិងបន្ទាប់មកទៀតគឺថៃខ្វែងយោបល់គ្នារឿងព្រមព្រៀងលក់រ៉ែកម្រឲ្យសហរដ្ឋអាមេរិករួមនឹងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃទី27ខែតុលានេះបាទឥឡូវនេះព័ត៌មានដំបូងទៅមុនគេគឺតកតងនឹងនាយករដ្ឋមន្ត្រីថៃថ្ងៃនេះស្រាប់តែធ្លុយមាត់ទទួលស្គាល់ថានៅតំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យក៏មានផ្នែកណាខ្លះដែលប្រជាពលរដ្ឋថៃទន្ទ្រានរស់នៅលើដីខ្មែរហើយក៏មានផ្នែកខ្លះដែលខ្មែរទន្ទ្រានរស់នៅលើដីថៃរឿងនេះយ៉ាងម៉េចទៅវិញបងប្អូនព្រោះអីថៃប្រកាន់ចំហថាដីតំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យគឺជាដីកម្មសិទ្ធិរបស់ថៃផ្ដាច់មុខដែលកម្ពុជាទេដែលទៅរស់នៅអាស្រ័យផលទន្ទ្រានលើដីថៃនេះជិត40ឆ្នាំទៅហើយក៏ប៉ុន្តែបងប្អូនក៏បានដឹងដែរថាមានជំហររបស់រដ្ឋាភិបាលកម្ពុជាកន្លងមកក៏ធ្លាប់និយាយដែរថានៅតំបន់ភូមិព្រៃច័ន្ទនេះហើយនិងភូមិជោគជ័យនេះបើតាមមើលផែនទីជាក់ស្ដែងនៃការគូសវាសគឺក៏មានភូមិថៃប្រជាពលរដ្ឋថៃនឹងចូលនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែរចង់និយាយថាភាគីកម្ពុជាចង់បញ្ជាក់ថាភូមិព្រៃច័ន្ទនិងភូមិជោគជ័យនេះមែនតែនទៅជាដែនអធិបតេយ្យរបស់កម្ពុជាផ្ដាច់មុខទេក៏ប៉ុន្តែដោយសារតែតំបន់នោះវាជាតំបន់ត្រួតស៊ីគ្នាហើយនៅក្នុងការគូសវាសព្រំដែននេះគឺវាមានតំបន់ថៃក៏ចូលនៅក្នុងភាគដែនដីកម្ពុជានឹងបើសិនជាថៃប្រើផែនទីដែលគូសដោយឯកតោភាគីថៃផងអានេះអ្វីដែលកម្ពុជាធ្លាប់អះអាងកន្លងមកជាពិសេសខាងផ្នែកគណៈកម្មការកិច្ចការព្រំដែនរបស់កម្ពុជានោះព្រោះធ្លាប់ទាត់ចោលព័ត៌មានរបស់ថៃដែលថៃចោទប្រកាន់ដែលលើកឡើងថាកម្ពុជាមិនបានទន្ទ្រានដីថៃទេតែថៃទេដែលជាអ្នកកំពុងតែចូលមកទន្ទ្រាននៅក្នុងដីខ្មែរហើយក៏មានភូមិថៃប្រជាពលរដ្ឋថៃមួយចំនួននៅផ្នែកណាមួយនៅក្នុងតំបន់ព្រៃច័ន្ទនិងតំបន់ជោគជ័យហ្នឹងកំពុងតែរស់នៅអាស្រ័យផលលើដីខ្មែរយូរហើយនេះបើសូម្បីតែមើលផែនទីដែលគូសដោយឯកតោភាគីរបស់ថៃផងចុះបើសិនជាទម្រាំតែយើងមើលផែនទីដែលគូសដោយឬក៏មួយខ្នាតលើ200,000យ៉ាងម៉េចទៅវិញបងប្អូនបានន័យថាភូមិព្រៃច័ន្ទនិងភូមិជោគជ័យហ្នឹងគឺជាដីខ្មែរទាំងអស់ហ្នឹងអញ្ចឹងបានន័យថានឹងបានចូលទៅដល់ដីថៃឬក៏ថាអ្វីដែលថៃទាមទារហ្នឹងគឺសុទ្ធតែជារបស់ខ្មែរពេញសិទ្ធិតែមកដល់ម៉ោងនេះគឺថ្ងៃនេះគឺលោកអនុទិនច័ន្ទវរៈគុលនិយាយច្រើនដល់ទៅពេលនិយាយច្រើនវាអាចធ្លុយមាត់ឬក៏ថាចូលដល់ចំណុចដែលប្រការនេះវាធ្វើឲ្យមានការធ្លុយមាត់ដែលលោកបានថ្លែងប្រាប់សាធារណជនថៃថាឬក៏អន្តរជាតិជាទូទៅគាត់និយាយនោះសារហ្នឹងគាត់ចង់ប្រាប់ទៅសហគមន៍អន្តរជាតិទេអំពីជំហររបស់ថៃប៉ុន្តែចំណុចនេះក៏ជាលើកដំបូងដែលមិនមានថ្នាក់ដឹកនាំរបស់ថៃណាដែលហ៊ានអះអាងនៅភាពស្រពេចស្រពិលឬក៏ថាតំបន់ត្រួតស៊ីគ្នាឬក៏តាក់ទងនឹងថៃអាចរស់នៅក្នុងដីខ្មែរឈ្លានពាននៅក្នុងដីខ្មែរអញ្ចឹងទេចង់និយាយថាប្រជាពលរដ្ឋក៏អត់និយាយពីរឿងយោធាទេរឿងយោធាឈ្លានពានដីខ្មែរគឺរដ្ឋាភិបាលថៃជាពិសេសនាយករដ្ឋមន្ត្រីថៃសម័យថ្មីនេះក៏អះអាងដាច់ណាត់ហើយថាអត់មានយោធាថៃឈ្លានពានដីខ្មែរទេប៉ុន្តែទទួលស្គាល់ថាពិតជាមានប្រជាពលរដ្ឋថៃរស់នៅអាស្រ័យផលក្នុងតំបន់ណាខ្លះចូលនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាមែនហើយនៅក្នុងភូមិព្រៃច័ន្ទនិងភូមិជោគជ័យប្រសាសន៍របស់លោកអនុទិនច័ន្ទវរៈគុលថ្លែងថ្ងៃនេះត្រូវបានសារព័ត៌មានថៃទាំង The Nation ខៅសុតទាំង PBS World ទាំងសារព័ត៌មានផ្សេងទៀតជាភាសាអង់គ្លេសរបស់ថៃនឹងដកស្រង់សម្ដីនេះដូចគ្នាហើយការដកស្រង់សម្ដីនេះមិនមែនជាការដែលដកស្រង់ចង់លើកមុខមាត់លោកអនុទិនច័ន្ទវរៈគុលទេគឺចង់បរិហារលោកអនុទិនច័ន្ទវរៈគុលដែលហ៊ាននិយាយថាថៃក៏មានចូលរស់នៅក្នុងដីខ្មែរដែរឥឡូវប្រជាពលរដ្ឋថៃចាប់ផ្ដើមមួម៉ៅក្តៅក្រហាយនឹងលោកអនុទិនច័ន្ទវរៈគុលដែលលើកឡើងចំណុចនេះឥឡូវចាំមើលសេចក្តីថ្លែងការណ៍ឬក៏ប្រសាសន៍របស់លោកច័ន្ទវរៈគុលវិញគាត់ថាអញ្ចេះ
ก็ថានៅក្នុងតំបន់ដែលត្រួតស៊ីគ្នារវាងថៃនិងកម្ពុជាគឺមានការជ្រៀតចូលមករស់នៅក្នុងដែនអធិបតេយ្យនៃរដ្ឋទាំងសងខាងពីប្រជាពលរដ្ឋនៃប្រទេសទាំងសងខាងរៀងខ្លួនដែរលោកនិយាយថាការដែលឈ្លានពានឬក៏ការរំលោភរស់នៅក្នុងដែនអធិបតេយ្យនឹងវាកើតឡើងទាំងខ្មែរកើតឡើងទាំងថៃដូច្នេះអ្វីវាត្រូវតែដោះស្រាយទៅតាមគោលការណ៍យុត្តិធម៌ស្មើភាពគ្នាតកតងនៅក្នុងបញ្ហាព្រំដែនហ្នឹងអញ្ចឹងនៅថ្ងៃទី27ខែតុលានេះលោកនាយរដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈគុលផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធតាមពិតគឺផ្ដល់សម្ភាសន៍ពាក់ព័ន្ធនឹងការដែលចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡុំពួរប្រទេសម៉ាឡេស៊ីដែលមានលោករដ្ឋនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមជាម្ចាស់ផ្ទះនិងមានប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំធ្វើជាអធិបតីនោះលោកនិយាយថាការដែលរៀបចំដោះស្រាយគ្រប់គ្រងតំបន់ត្រួតស៊ីគ្នាយើងសប្ថ្ងៃនេះយើងនឹងគាត់សម្ដៅទៅលើប្រជាពលរដ្ឋថៃឬក៏រដ្ឋាភិបាលថៃឬក៏អាចសម្ដៅទៅលើរដ្ឋាភិបាលកម្ពុជាក្នុងនឹងដែរថាយើងកំពុងតែផ្ដោតលើតំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៅឯខេត្តស្រះកែវលោកថាមានផ្នែកខ្លះដែលកម្ពុជាគឺជ្រៀតចូលបំពេញក្នុងដែនអធិបតេយ្យរបស់ថៃនិងក៏មានផ្នែកខ្លះដែរដែលថៃឈ្លានឬក៏ជ្រៀតចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែរនិយាយពីរឿងការតាំងទីលំនៅហ្នឹងដូច្នេះដើម្បីឲ្យយើងយុត្តិធម៌ទាំងអស់គ្នាយើងត្រូវតែរកយុត្តិធម៌សម្រាប់គូភាគីទាំងថៃទាំងខ្មែរហើយបើសិនជាមានកិច្ចព្រមព្រៀងណាមួយដែលឯកភាពគ្នាបើប្រជាពលរដ្ឋណាដែលរកឃើញថាបានជ្រៀតចូលនៅក្នុងដីរបស់កម្ពុជាបើថៃរកឃើញថាចូលជ្រៀតដល់ដីកម្ពុជាគឺត្រូវតែដកចេញពីតំបន់ដែលត្រួតស៊ីគ្នាតំបន់ដែលជ្រៀតចូលដីកម្ពុជាហើយរដ្ឋាភិបាលថៃក៏ត្រូវតែរកកន្លែងទីលំនៅតាំងថ្មីនៅក្នុងដីថៃឲ្យសមស្របដើម្បីជំនះប្រជាពលរដ្ឋដែលអាស្រ័យផលឬក៏រស់នៅក្នុងដែនអធិបតេយ្យរបស់កម្ពុជានឹងដែរហើយដូចគ្នានេះបើសិនជាខាងភាគីកម្ពុជាដែលទន្ទ្រានឬក៏រស់នៅអាស្រ័យផលចូលនៅក្នុងដែនអធិបតេយ្យរបស់ថៃក៏ត្រូវតែធ្វើដូចគ្នាអញ្ចឹងដែរគឺកម្ពុជាត្រូវតែជំនះប្រជាពលរដ្ឋកម្ពុជាចេញពីដែនអធិបតេយ្យរបស់ថៃរកទីតាំងនៅដីខ្មែរដើម្បីឲ្យគាត់តាំងទីលំនៅថ្មីហើយដោះស្រាយបញ្ហានេះដោយសន្តិវិធីដើម្បីការពារឬក៏កាត់បន្ថយការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសទាំងពីរគាត់ថាលោកអនុទិនច័ន្ទវរៈគុលលើកឡើងទៀតថានៅពេលគឺតើតែបំពេញលក្ខខណ្ឌទាំងអស់នេះចប់សពគ្រប់ទើបឲ្យស្ដារគេហៅទំនាក់ទំនងការទូតនិងទំនាក់ទំនងល្អនឹងគ្នារវាងប្រទេសថៃនិងកម្ពុជាឡើងវិញដែលឥឡូវនេះគឺវាទំនាក់ទំនងនេះគឺទាបណាស់ព្រោះអត់មានទំនាក់ទំនងផ្លូវទូតទេគឺស្ថិតនៅក្រោមត្រឹមតែអនុលេខាទី2ប្រចាំទូតរៀងខ្លួននឹងគ្មានឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរសម្រាប់ជាមធ្យោបាយនៅក្នុងការតាក់ទងគ្នាទេហើយដោយសារតែថៃហ្នឹងបានកោះហៅឯកអគ្គរដ្ឋទូតថៃទៅប្រទេសថៃវិញយូរហើយតាំងពីមានវិវាទបាទនេះគឺជាលើកដំបូងហើយដូចខ្ញុំជម្រាបអញ្ចឹងថាថៃនាយករដ្ឋមន្ត្រីថៃអនុទិនច័ន្ទវរៈគុលនេះហាក់បីដូចជាហ៊ាននិយាយពីរឿងថាមានប្រជាពលរដ្ឋថៃក៏រស់នៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែរប៉ុន្តែគាត់នៅតែប្រកាន់ចំហថាភាគីកម្ពុជាប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងដែនភូមិព្រៃច័ន្ទនិងភូមិជោគជ័យនឹងច្រើនចូលនៅក្នុងដីថៃដែលត្រូវការជំនះឬគ្រប់គ្រងឬរកទីតាំងលំនៅថ្មីដើម្បីជំនះពួកគាត់ដែរអញ្ចឹងបានន័យថាជំនះទាំងថៃជំនះទាំងខ្មែររឿងនេះយ៉ាងម៉េចទៅវិញទេបងប្អូនយើងចាំមើលទៀតប៉ុន្តែភ្លាមនៅពេលដែលលោកអនុទិនច័ន្ទវរៈគុលថ្លែងសារនេះស្រាប់តែអ្នកនាំពាក្យរដ្ឋាភិបាលថៃលោកអង្គការសេគិតគុលនោះគឺគាត់ចេញមកការពារជំហរលោកអនុទិនភ្លាមការពារនេះគឺចង់និយាយថាអ្នកនាំពាក្យរដ្ឋាភិបាលថៃបានជម្រាបសាធារណជនថៃនិងអន្តរជាតិឲ្យបានជ្រាបថានាយករដ្ឋមន្ត្រីថៃមិនបាននិយាយថាថៃឈ្លានពានកម្ពុជាទេដោយសារតែសារព័ត៌មានមួយចំនួនដកស្រង់ប្រសាសន៍លោកអនុទិនច័ន្ទវរៈគុលនិយាយថាតំបន់ព្រៃច័ន្ទតំបន់ភូមិជោគជ័យនឹងមានប្រជាពលរដ្ឋថៃក៏រស់នៅអាស្រ័យផលនៅទីនឹងយូរហើយដែរដូចគ្នានឹងប្រជាពលរដ្ឋខ្មែរដែលរស់នៅអាស្រ័យផលលើទឹកដីថៃយូរដែរអញ្ចឹងបានន័យថាវាមានទៅមានមកអញ្ចឹងចង់និយាយថាពីការដែលប្រជាពលរដ្ឋទេប៉ុន្តែដល់ពេលសារព័ត៌មានដកស្រង់ប្រសាសន៍របស់លោកអនុទិនប្រើពាក្យថាថៃឈ្លានពានកម្ពុជានៅក្នុងន័យរឿងភូមិព្រៃច័ន្ទនិងភូមិជោគជ័យក្នុងការដែលអាស្រ័យផលហ្នឹងអញ្ចឹងហើយបានជាលោកអ្នកនាំពាក្យរដ្ឋាភិបាលថៃហ្នឹងក៏ឡើងមកអះអាងថានាយករដ្ឋមន្ត្រីថៃមិនបាននិយាយសម្ដៅទៅលើការឈ្លានពានរបស់ថៃមកលើកម្ពុជាទេព្រោះអី
អ្វីដែលការលើកឡើងនេះគឺលោកគ្រាន់តែប្រៀបធៀបចង់និយាយថាអ្នកនាំពាក្យរដ្ឋាភិបាលថៃចង់មកប្រាប់ថាលោកអនុទិនច័ន្ទវរៈគុលនឹងគ្រាន់តែនិយាយពីរឿងប្រៀបធៀបថាវាមានទៅមានមកនៅក្នុងស្ថានភាពជនស៊ីវិលដែលអាស្រ័យផលក្នុងតំបន់កំពុងត្រួតស៊ីគ្នាហ្នឹងអញ្ចឹងត្រូវដោះស្រាយឲ្យមានភាពយុត្តិធម៌តែប៉ុណ្្នឹងឯងហើយត្រូវរកផែនការជំនះប្រជាពលរដ្ឋទាំងសងខាងហ្នឹងបាទឥឡូវខ្ញុំស្លេះរឿងនេះមួយឡែកសិនប៉ុន្តែយើងនៅមានរឿងដែលពាក់ព័ន្ធគ្នាស្រដៀងគ្នានឹងទៀតគឺព្រោះអីប្រសាសន៍របស់លោកអនុទិនច័ន្ទវរៈគុលនេះគឺថ្លែងនៅពេលដែលឃើញខាងភាគីកម្ពុជាបានដកកំភ្លើងធំពីជួរមុខបងប្អូនបានឃើញហើយណាគាត់ដកតាំងពីម្សិលមិញមកម្លេះទាំងយប់បាទក្រោយពេលមានកិច្ចចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡុំពួរកម្ពុជាគឺប្រញាប់ប្រញាល់ដោយឥតបង្អង់យូរគឺដកគ្រឿងសព្វាវុធធនធ្ងន់ពីព្រំប្រទល់នៅឯខេត្តព្រះវិហារបាទហើយមានខាងអ្នកសង្កេតការអាស៊ាននឹងជួយកត់ត្រាជួយថតរូបយកជាផុសតាងផងខ្លាយខេងលោថាថៃមិនជឿថាខ្មែរពិតជាបានដកកំភ្លើងធំពីទល់ដែនមកហើយដូច្នេះកំភ្លើងធំនេះគឺបានដកទៅឥឡូវនេះបើតាមសេចក្តីថ្លែងការណ៍ឬក៏សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាអ្នកស្រីម៉ាលីសុជាតាហ្នឹងក៏បានបញ្ជាក់ថាអាវុធយុទ្ធភ័ណ្ឌធុនធ្ងន់ដែលដកពីព្រំដែននៅឯខេត្តព្រះវិហារបានត្រឡប់មកកាន់បន្ទាយដែលស្ថិតក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាបវិញបន្ទាប់ពីចាក់ចេញពីតំបន់ចំនួនព្រំដែនកម្ពុជាថៃនៅចំណុចភូមិធម្មជាតិឃុំស្រអែមស្រុកជាំខ្សានខេត្តព្រះវិហារកាលពីថ្ងៃទី26ខែតុលាវេលាម៉ោង 9 នាទីយប់មិញក្រោយភាគីកម្ពុជានិងថៃបានឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍បាទពាក្យកែសម្រួលនេះគឺជាភាសាខ្មែរទេភាសាថៃអត់មានកែសម្រួលទេគឺដកអាវុធយុទ្ធភ័ណ្ឌនិងអាវុធធុនធ្ងន់របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី1សម្រាប់ជានិមិត្តរូបនៃការបដិញ្ញាចិត្តនៅក្នុងការអនុវត្តនៅសេចក្តីថ្លែងការណ៍រួមនៃទីក្រុងកូឡាឡុំពួរបាទអញ្ចឹងច្បាស់ទេណាបងប្អូនកម្ពុជាបញ្ជាក់ចំហច្បាស់ម្ដងហើយម្ដងទៀតមិនមែនជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡុំពួរទេគឺជាសេចក្តីថ្លែងការណ៍រួមអំពីជំហានឈានទៅរកការស្រោះស្រួលគ្នាថៃក៏គេប្រើសេចក្តីថ្លែងការណ៍រួមដែរមិនមែនជាកិច្ចព្រមព្រៀងសន្តិភាពទេអញ្ចឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាម្ដងហើយម្ដងទៀតគឺច្បាស់លាស់ខ្លួនឯងអត់មានកិច្ចព្រមព្រៀងសន្តិភាពទេគឺជាសេចក្តីថ្លែងការណ៍រួមដើម្បីសម្រួលស្ថានភាពបាទឥឡូវនេះគឺខាងកម្ពុជាចង់បញ្ជាក់ណាស់ដើម្បីឲ្យគេជឿខ្ញុំនិយាយទៅក៏អាណិតខាងភាគីកម្ពុជាដែរដោយតែពេលដែលខំប្រឹងទុនយកវិធីសាស្ត្រត្រជាក់ស្របទៅគ្រាន់តែចាប់ផ្ដើមមានកិច្ចសេចក្តីថ្លែងការណ៍រួមភ្លាមមិនទាន់បានអីផងគឺចាប់ផ្ដើមដកសភាវុធធនធ្ងន់ពីព្រំដែនមកយ៉ាងតន់ហន់នេះគឺក៏ចង់បញ្ជាក់ប្រាប់គេថាយើងចង់បានសុខសន្តិភាពមិនចង់ឲ្យមានសង្គ្រាមទេនៅពេលដែលខ្មែរធ្វើដូច្នេះថៃចាប់ផ្ដើមជន់ដាក់សម្ពាធហើយយកបងហើយផ្ញើសារទៅលើពិភពលោកឲ្យខ្មែរអាម៉ាស់មុខទៀតនេះរឿងថៃហើយពេលខ្ញុំនិយាយចឹងបងប្អូនថាខ្ញុំកាន់ជើងថៃបងប្អូនថាខ្ញុំកាន់ជើងថៃក៏ថាចុះប៉ុន្តែថៃគេកំពុងតែជន់កកខ្មែរយើងហើយលៀបពណ៌ឲ្យខ្មែរយើងคล้ายទៅជាជនប្រព្រឹត្តគេជាជនរងគ្រោះហើយខ្ញុំនិយាយដូច្នេះឲ្យបងប្អូនដែលជាកង្កែបក្នុងដងហ្នឹងបើកភ្នែកមើលឲ្យច្បាស់ថាតើសារព័ត៌មានអន្តរជាតិនិងថៃគេនិយាយយ៉ាងម៉េចខាងកម្ពុជាយើងទៅហើយយើងទុនយើងភ្លុនយើងតិចយើងអីយើងធ្វើរហូតយើងដកកំភ្លើងមកវិញឃើញទេយើងចាប់ផ្ដើមធ្វើមុនថៃទៀតអត់ឲ្យចាំយូរទេនៅពេលដែលយើងធ្វើដូច្នេះដឹងថៃគេថាម៉េចទេគេថាថៃគឺជាជើងក្រោយទេឲ្យកម្ពុជាចាប់ផ្ដើមស្ដារស្ថានភាពមុនចុះព្រោះកម្ពុជាជាអ្នកបំពេញមុននេះឃើញគេនិយាយយកបងហ៎អញ្ចឹងលោកអនុទិនច័ន្ទវរៈគុលនិយាយថាឥឡូវលោកបានឃើញហើយថាកម្ពុជាបានដកកំភ្លើងធនធ្ងន់ពីព្រំដែនអញ្ចឹងមែនហើយដូច្នេះថៃនឹងចាត់វិធានការដកកំភ្លើងធនធ្ងន់ពីព្រំដែនថៃជាជំហានដំបូងបដាដែរប៉ុន្តែដកពេលណាអត់ប្រាប់ទេថានឹងចាប់ផ្ដើមហើយរហូតដល់លោកអនុទិនច័ន្ទវរៈគុលនឹងលើកឡើងទៀតថានៅក្នុងសេចក្តីថ្លែងការណ៍រួមអត់មានចែងកំណត់កន្លែងណាមួយដែលថាថៃត្រូវតែដកសភាវុធធនធ្ងន់ពីព្រំដែននេះគឺមានតែឲ្យកម្ពុជាដកមុនតែអញ្ចឹងឯងនិយាយទៅគឺថៃចង់និយាយកែប្រវត្តិសាស្ត្រថាសេចក្តីថ្លែងការណ៍រួមហ្នឹងគឺកម្ពុជាខ្លួនឯងទៅជាអ្នកបង្កហេតុជាអ្នកនាំរឿងជាអ្នកនាំអាចជាអ្នកឈ្លានពានថៃដូច្នេះឥឡូវធ្វើទៅថៃចាំជើងក្រោយអញ្ចឹងថៃគេយកជេងចំណេញគេនិយាយចឹងមែនខ្ញុំនិយាយនេះគឺចង់ឲ្យបងប្អូនកម្ពុជាដឹងថាថៃកំពុងធ្វើអីយើងថាគេខូចប៉ុណ្ណាគេចិត្តអាក្រក់ប៉ុណ្ណាឬក៏មិនស្មោះត្រង់ប៉ុណ្ណាប៉ុន្តែនេះគឺជាព័ត៌មានខាងគេយើងអត់មានទេព័ត៌មានខាងយើងគឺមានតែការដកសភាវុធធនធ្ងន់លឿនមែនតើហើយយកទៅឲ្យខាងក្រុមអ្នកសង្កេតការអាស៊ាននឹងចុះទៅមើលដល់កន្លែងដែលយកអាវុធនឹងយកមកដាក់នៅក្នុងឃ្លាំងនៅក្នុងបន្ទាយវិញទៀតដើម្បីបញ្ជាក់ថាយើងពិតជាធ្វើអញ្ចឹងមែនអត់មានធ្វើលេងទេ
ប៉ុន្តែថៃគេថាយើងធ្វើដោយសារយើងជាអ្នកប្រព្រឹត្តខុសដូច្នេះធ្វើមុនអញ្ចឹងហើយអញ្ចឹងថៃគេអត់ខុសដូច្នេះគេចាំមើលយើងតែយើងធ្វើហ្នឹងបានត្រឹមត្រូវអត់អញ្ចឹងលោកអនុទិនចាំរយៈកុលកំណត់លក្ខខណ្ឌមួយទៀតព្រោះអីយើងដឹងហើយនៅក្នុងលក្ខខណ្ឌទាំង4របស់ថៃដែលទៀមទាគឺលក្ខខណ្ឌទី1ឲ្យដកកំភ្លើងធំទាំងអស់ទី2គឺឲ្យរាវមីនដោះមីនឲ្យអស់ទី3គឺសហការទប់ស្កាត់អក្រិតកម្មឆ្លងដែនជាមួយគ្នានឹងទី4គឺជំលះប្រជាពលរដ្ឋចេញពីភូមិព្រៃច័ន្ទនិងភូមិនងច័ន្ទភូមិជោគជ័យនេះដោះស្រាយតែតំបន់ព្រៃច័ន្ទនិងភូមិជោគជ័យឯងអត់និយាយអីទាំងអស់ពីតំបន់10កន្លែងទៀតដែលថៃកាន់កាប់ឬក៏គ្រប់គ្រងបានមានទាំងវាលណែប្រាសាទតំបន់ធំមានទាំងភ្នំទ្រាប់អីខ្ញុំនឹងនិយាយរឿងនេះនៅក្នុងចំណុចមួយដែលចង់និយាយថាអ្នកខ្លាំមើលសង្គមថៃពុំមាននាយករដ្ឋមន្ត្រីថៃថាដាច់ខាតមិនត្រូវឲ្យរបូតទីតាំង11កន្លែងដែលយោធាថៃដណ្ដើមបានពីកម្ពុជាទេឥឡូវថៃថាកម្ពុជាចាប់ផ្ដើមបង្ហាញចំហថាខ្លួនជាអ្នកខុសឈ្លានពានថៃឥឡូវដកកំភ្លើងធំចេញទី2គឺអនុទិនចាំវរៈគុលថាត្រូវតែទៅដោះមីនទៀតឲ្យគ្រប់តាមលក្ខខណ្ឌទី2ទៀតឥឡូវដោះមីនហ្នឹងយើងអត់ទាន់ឃើញទេហើយដោះមីននេះគឺគាត់ឲ្យដោះមីននៅក្នុងតំបន់ព្រំដែនទៀតមិនមែនសម្រាប់តែមនុស្សធម៌អញ្ចឹងលោកអនុទិននេះកំពុងតែកែប្រែប្រវត្តិសាស្ត្រប្រើពាក្យពេចន៍មួយចំនួនដែលធ្វើឲ្យសហគមន៍អន្តរជាតិនៅតែគិតថាថៃទេជាជនរងគ្រោះខ្មែរជាអ្នកប្រព្រឹត្តអកុសលមែនតើខ្ញុំថាសោកស្ដាយណាស់រឿងនេះព្រោះអីមជ្ឈដ្ឋានថៃហ្នឹងក៏នៅតែជឿទៅតាមអ្វីដែលនាយករដ្ឋមន្ត្រីថៃចាប់ផ្ដើមកលាយព័ត៌មានហ្នឹងគឺដើម្បីស្អំចិត្តអ្នកបោះឆ្នោតជាជនជាតិថៃប៉ុន្តែនៅក្នុងពេលហ្នឹងគឺនិយាយប្រឆាចការពិតដែរព្រោះថៃនិយាយថាខ្មែរឈ្លានពានថៃនេះគឺថាវាមិនត្រូវនៅក្នុងត្រង់ន័យថាខ្មែរអត់មានលទ្ធភាពទៅឈ្លានពានថៃកើតទេព្រោះយើងវាទុនខ្សោយជាងគេយើងឃើញហើយថៃឲ្យខ្មែរក៏ទទួលស្គាល់ដែរថាយើងមិនប្រាថ្នាចង់ទៅឈ្លានពានអ្នកណាទេសូមតែសេចក្តីសុខកុំឲ្យតែគេមករំលោភបំពានយើងហើយនឹងរក្សាសិទ្ធិការពារខ្លួនតែប៉ុណ្ណោះឯងនេះកម្ពុជានិយាយច្បាស់អញ្ចឹងដែរយ៉ាងនិយាយថាជំហររបស់កម្ពុជាណាបានទទួលស្គាល់ថាមិនចង់ឈ្លានពានអ្នកទេប៉ុន្តែក៏មិនញញើតនឹងតបតការពារខ្លួនដែរនៅពេលដែលមានគេឈ្លានពានខ្លាំងពេកបាទប៉ុន្តែយើងតតែពេលមុនទេប៉ុន្តែឥឡូវយើងឡើងតនៅពេលដែលគេចាប់ផ្ដើមឈ្លានពានឈូសឆាយដីផ្ទះប្រជាពលរដ្ឋអីហ្នឹងគឺយើងចាប់ផ្ដើមយកវិធីស្ងប់ស្ងាត់ទៅវិញព្រោះកាលមុនថារក្សាសិទ្ធិតបតការពារដែនអធិបតេយ្យអាកាលមុនណាពេលដែលថៃតម្លាក់គ្រាប់បាញ់ប្រាវមកថ្ងៃ24ខែកក្កដាហ្នឹងគឺយើងពិតជាបាញ់វិញមាន BM21 មានអីហ្នឹងគឺស្រោចដើម្បីការពារខ្លួនមិនហើយព្រោះចោតថៃថាបំពេញដែនអធិបតេយ្យរបស់កម្ពុជាក៏ប៉ុន្តែនៅពេលដែលមានបទឈប់បាញ់គ្នានៅពេលដែលមានបទឈប់បាញ់ថ្ងៃ28កក្កដានិង7ខែសីហាថៃចាប់ផ្ដើមចូលមកតំបន់ភ្នំប្រាសាទតាមាន់ធំផងដាក់ជីកលេខដ្ឋានផងយកស្បៃមករាយនៅតាមកន្លែងដូចព្រៃច័ន្ទជោគជ័យឈូសឆាយច្រកអានសេះអីផងគឺកម្ពុជាលែងតបតអីទាំងអស់ព្រោះអីអាសិទ្ធិការពារខ្លួនហ្នឹងគឺលែងជ្រើសរើសពីសិទ្ធិការពារខ្លួនរុញបលាទៅវិញឬក៏ច្រានអីទៅវិញគឺយកវិធីកោលទោសបដិសេធជំទាស់អំពាវនាវតវ៉ាផ្ញើញត្តិអីអញ្ចឹងទៅនេះគឺជាអ្វីដែលកម្ពុជាធ្វើហើយថៃអត់មានខ្វល់រឿងតវ៉ារឿងអីហ្នឹងចេះតែរុលមករហូតមកដល់ពេលសប្តាហ៍ថ្ងៃនេះរហូតទាល់តែមានធ្វើប្លង់កម្មសិទ្ធិដីធ្លីឲ្យអ្នកនៅភូមិព្រៃច័ន្ទដែលគេមកឈូសឆាយរាវមីនសាច់ចិត្តគេផងហើយឈូសឆាយផ្ទះប្រជាពលរដ្ឋនៅភូមិជោគជ័យនៅថ្ងៃគៀកនៅនឹងមានសេចក្តីថ្លែងការណ៍រួមគ្នានៅទីក្រុងកាឡាលំពួរហើយមួយថ្ងៃក្រោយដែលមានកិច្ចព្រមព្រៀងឬក៏ការជជែកគ្នានៅគណៈកម្មការ JBC ផងដូច្នេះថៃគឺថាដៃវៃបដាចរចាបដាបានកន្លែងណាតបយកប៉ុណ្ណឹងខ្មែរអត់ធ្មត់ចប់កន្លែងណាថៃគេខណ្ឌយកគេយកបាត់អស់ឥឡូវលោកអនុទិនច័ន្ទវរៈគុលនិយាយថាខ្លួនជើងក្រោយហ្នឹងលោកចង់បន្ថែមចេះទៀតថាខ្មែរបានដកសភាវុធបដាហើយថៃចាំមើលទៀតថៃគេប្រើពាក្យចាំមើលទៀតចោតយើងហ្នឹងថាយើងជាអ្នកប្រព្រឹត្តឥឡូវដឹងខ្លួនថាយើងដកឥឡូវគេក៏ចាំមើលដែរព្រោះគេថាលក្ខខណ្ឌទាំង4នេះគឺជាលក្ខខណ្ឌកំណត់ឲ្យកម្ពុជាមិនមែនជាលក្ខខណ្ឌកំណត់ឲ្យថៃទេថៃជើងក្រោយហ្នឹងក្នុងន័យថាយើងទៅតាមលក្ខខណ្ឌទាំង4របស់គេអញ្ចឹងបើយើងព្រមធ្វើយើងកែស្ថានភាពទៅទទួលកំហុសគឺគេក៏ចាប់ផ្ដើមមើលតាមហ្នឹងគេដកតាមហ្នឹងអញ្ចឹងទៅតែគេមិនត្រូវដកទេអនុទិនហ្នឹងក៏ប្រើពាក្យថាគេមិនត្រូវដកព្រោះអត់មានចែងថាឲ្យថៃដកគេចែងថាមានតែកម្ពុជាតើអ្នកខុសគឺត្រូវដកខ្លួនឯងណាវាទៅជាអញ្ចឹងណាឥឡូវគឺដកអញ្ចឹងក៏ថាអីទេដកទៅថៃចាំមើលនឹងដកយុទ្ធភ័ណ្ឌសំទោសសភាវុធធនធ្ងន់ហ្នឹងដែរទៅកុំឲ្យអាក្រក់មើលទី2ឥឡូវចាប់ផ្ដើមរាវមីនហ្នឹងចាប់ផ្ដើមរាវអង្កលបើថៃរាវបានអស់មួយកណោនៅភូមិព្រៃច័ន្ទរាវបានមីនហើយយកដីទៅឲ្យប្រជាពលរដ្ឋថៃទាំងបំពេញនៅក្រោមខ្សែភ្នែករបស់ប្រជាពលរដ្ឋជាជនរងគ្រោះជាម្ចាស់ដីអីអញ្ចឹងផងហ្នឹងហើយឥឡូវហ្នឹងថ្ងៃនេះថ្ងៃ27ខែ
các khai tổ laដែលទៅតែចុះអាសេចក្តីថ្លែងការណ៍រួមចុះហត្ថលេខាអត់ទាន់ស្ងួតទឹកខ្មៅផងហ្នឹងពួកក្រុមទាហានថៃបានរាវមីនក្នុងផ្ទៃដី2700ម៉ែត្រក្រឡាទៅទៀតទៅហើយថ្ងៃហ្នឹងនេះគឺតាមការដកស្រង់របស់សារព័ត៌មាន Top News សំទោសគឺប៉ុស្តិ៍លេខ7 News ជាភាសាថៃដែលជាទូរទស្សន៍របស់ថៃហ្នឹងគឺនិយាយអំពីការដែលទាហានថៃបានរុករៀនរាវរកមីននៅក្នុងតំបន់ព្រៃច័ន្ទអត់ទាន់បានដកដៃទេសូម្បីតែមានសេចក្តីថ្លែងការណ៍រួមព្រោះថៃគេគិតថាតំបន់ហ្នឹងជាដីកម្មសិទ្ធិរបស់គេផ្ដាច់មុខទៅហើយអញ្ចឹងគេធ្វើអីក៏បានដែរអញ្ចឹងអ្វីដែលជាសេចក្តីថ្លែងការណ៍រួមប្រាប់ថាសម្ោចក្នុងខោហ្នឹងឲ្យឈប់នៅណានៅនឹងសិនថៃគេថាគេថៃគេចង់និយាយថាគេធ្វើហ្នឹងមិនមែនរពើរពើងទេគេថៃហ្នឹងគេចង់និយាយថាដីគេធ្វើអីក៏បានដែរគេអត់មានបានមករើអាបលាលួសស្បៃអីហ្នឹងមកអំកិលមកខាងមុខទៀតណាហ្នឹងវានៅនឹងដដែលតែប៉ុន្តែក្រោយស្បៃហ្នឹងក្រោយបលាលួសហ្នឹងគឺគេនៅកំពុងតែចាប់ផ្ដើមរាវរមីនដោយមិនមានអីបទូបថយដកបលាលួសដកអីទេគឺមានតែខំប្រឹងធ្វើថែមដើម្បីអីយកដីហ្នឹងឲ្យប្រជាពលរដ្ឋថៃកាន់កាប់ស្របច្បាប់អញ្ចឹងតំបន់ហ្នឹងវាជាតំបន់កម្មសិទ្ធិរបស់គេបើទោះបីលោកអនុទិនច័ន្ទវរៈគុលធ្លួយមាត់ថាមានផ្នែកខ្លះបានប្រជាពលរដ្ឋថៃអាចនឹងរស់នៅក្នុងដីខ្មែរដោយទន្ទ្រានដីខ្មែរយូរឆ្នាំហើយក៏ដោយក៏ប៉ុន្តែអាតំបន់ព្រៃច័ន្ទជោគជ័យកន្លែងគេជីកកន្លែងគេជោគហ្នឹងមើលទៅដូចជាបោះគេហ្មងគេអត់មានឈប់អត់មានផ្អាកអីសោះអានេះហើយដែលជារឿងដែលត្រូវដោះស្រាយជុំគ្នាហើយលោកអនុទិនច័ន្ទវរៈគុលនិយាយភាសាមួយទៀតដែលធ្វើឲ្យខ្មែរយើងចាប់ផ្ដើមខកចិត្តច្រើនតែពេញចិត្តថៃច្រើនខកចិត្តហ្នឹងត្រង់អីអនុទិនច័ន្ទវរៈគុលប្រាប់ថាតំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យនេះគឺថៃមិនប្រើប្រាស់ផែនទីខ្នាតលើ1-200,000នោះជាដាច់ខាតដើម្បីយកមកដោះស្រាយយកផែនទីអីចឹងហើយបើនិយាយចឹងកាលបានត្រូវគ្នាឡើងមកនិយាយថាថៃមិនប្រើផែនទីខ្នាតលើ1-200,000បើអត់ប្រើផែនទីខ្នាត1លើ200,000តំបន់ព្រៃច័ន្ទនិងជោគជ័យដោះស្រាយ2000ឆ្នាំទៀតក៏អត់ចប់ដែរព្រោះហេតុអីបានអញ្ចឹងព្រោះថៃនឹងប្រើផែនទីខ្នាតលើ150,000ឬក៏ប្រើអ្វីដែលជាស្ថានភាពជាក់ស្ដែងដែលថៃគិតថាអានឹងតំបន់គេដែលបានគេហ៊ានមកឈូសឆាយគេហ៊ានមកយកស្បៃព័ទ្ធគេហ៊ានយកប្លង់កម្មសិទ្ធិដីធ្លី5ហិកតាទៅឲ្យប្រជាពលរដ្ឋពីគ្រួសាររបស់ជនជាតិថៃហ្នឹងហើយនឹងគេបន្តធ្វើប្រទេសផ្ដាស់ទៀតដោយសារគេជឿថាអានឹងដីគេទៅហើយអញ្ចឹងគេយកផែនទីនៅក្នុងខួរក្បាលគេអត់យកផែនទីជាក់ស្ដែងហើយបើអញ្ចឹងអត់ព្រមព្រៀងគ្នាថាយកផែនទីណាប្រើទៅវាស់ដីព្រៃច័ន្ទនិងជោគជ័យយ៉ាងម៉េចទៅខ្ញុំកំពុងតែឆ្ងល់ហើយបើសិនជាវាស់វែងអត់ត្រូវគ្នាហ្នឹងថាតើយើងនឹងអាចឈានដល់ដំណាក់កាលមួយដែលជាការបំពេញគ្រប់លក្ខខណ្ឌដើម្បីដោះលែងទាហានយើងទាំង18នាក់យ៉ាងម៉េចព្រោះលក្ខខណ្ឌដោះលែងទាហានយើងគឺថៃបានកំណត់ឲ្យតតែខ្មែរធ្វើគ្រប់4លក្ខខណ្ឌហ្នឹងហើយឥឡូវធ្វើទៅបានមួយលក្ខខណ្ឌហ្នឹងលក្ខខណ្ឌនៃការដកសពាវុធចេញពីព្រំដែនលក្ខខណ្ឌសម្អាតមីនហ្នឹងគឺមិនដឹងថាតើនៅប្រទៀងបតងគ្នាប៉ុន្មានសម្អាតមីនកន្លែងណាខ្លះបើយើងសម្អាតទៅប្រាសាទតាកបីទៀតដែលយើងថាដោយសារមានមីនហ្នឹងបានថៃយកអត់បានអញ្ចឹងបើសិនជាមីនហ្នឹងដោះអស់ថៃមិនជ្រៀតចូលមកយកប្រាសាទតាកបីដោយប្រការណាមួយទៀតទៅយើងធ្វើមិនយើងទៅជឿថៃមិនបានអានេះវាពិបាកដែរបងប្អូនហើយថៃសង្កត់ឲ្យត្រូវតែដោះហើយបើអត់ដោះថៃចេះកិច្ចកប់ទៀតហើយមិនអញ្ចឹងឥឡូវដោះមីនដែរប៉ុន្តែដោះរបៀបឆ្ងាយអត់ប្រយោជន៍មិនតាក់ទងនៅក្នុងតំបន់ត្រួតស៊ីគ្នាហងចាំបាច់ទៅមានកិច្ចព្រមព្រៀងអីបើថៃឲ្យខ្មែរដោះមីននៅតំបន់មនុស្សធម៌ដោះនៅកន្លែងណាដោះមកអាយុឲ្យថៃមានដៃឈឺក្បាលហាលថ្ងៃអីសំខាន់ចង់ឲ្យដោះអាតំបន់ត្រួតស៊ីគ្នាបានគេយកមកនិយាយហើយបើយើងអត់ដោះនៅក្នុងតំបន់ត្រួតស៊ីគ្នាអត់ត្រូវគ្នាតែយើងធ្វើមិនព្រោះឥឡូវថៃគេដោះតែខាងគេហ្នឹងរឿងនេះវានៅវែងឆ្ងាយអញ្ចឹងបានថាពិបាកមែនតើគឺអាកិច្ចព្រមព្រៀងហ្នឹងគឺបញ្ញាប់ហ្នឹងគឺដោយសារឲ្យតាន់លោកដូណាល់ត្រាំបញ្ញាប់ទៅចូលរួមកិច្ចប្រជុំកម្ពុជាអាស៊ានហ្នឹងអញ្ចឹងយើងត្រេកអរមានកិច្ចព្រមព្រៀងមានបងប្អូនខ្លះមួយចំនួនមកសួរខ្ញុំថាផ្សាយហ្នឹងសបាយត្រេកអរអត់ចង់បានសន្តិភាពអត់នឹងឬមួយក៏គិតតែចង់បានសង្គ្រាមខ្ញុំឯណាទៅចង់បានសង្គ្រាមខ្ញុំចង់និយាយថាសន្តិភាពយើងចង់បានមានសេចក្តីសុខកដុំរមនាជាមួយគ្នាប៉ុន្តែចង់ឲ្យមានយុត្តិធម៌សម្រាប់ខ្មែរដែលត្រូវថៃឈ្លានពាននេះនិយាយដើម្បីឲ្យបានយុត្តិធម៌ពីថៃឈ្លានពានយើងយកការអត់ធ្មត់អីនឹងយកទៅមិនអីទេប៉ុន្តែថៃគេមិនគិតថាយើងជាការអត់ធ្មត់ទេថៃគេគិតថាយើងនឹងគឺជាទទួលស្គាល់កំហុសរបស់យើងថាយើងប្រព្រឹត្តអញ្ចឹងហើយបានយើងតាមគេរហូតដកតបដកអីអញ្ចឹងណាវាពិបាកអញ្ចឹងយើងអត់ចង់ឲ្យភាគីមួយខាងនឹងចាប់ផ្ដើមលៀបពណ៌យកចំណេញឲ្យធ្វើឲ្យអាប់អោនតម្លៃជាតិយើងតម្លៃតបយើងតម្លៃការតស៊ូនឹងពលិកម្មរបស់យើងទេខ្ញុំនិយាយនេះខ្ញុំឈឺចាប់តាខ្ញុំចង់បានសន្តិភាពប៉ុន្តែមិនមែនសន្តិភាពនៅក្នុងស្ថានភាពដែលគេមានព្រៀបពេញទំហឹងយើងចេះតែមកយកតែសងដើម្បីតែសន្តិភាពមិនបានទេនៅពេលដែលប្រជាពលរដ្ឋអត់មានស្ងប់អារម្មណ៍ហើយថៃនៅតែបំពេញឈ្លានពានហើយកែប្រវត្តិសាស្ត្រថាយើងជាអ្នកឈ្លានពានគេអញ្ចឹងគ្មានទេសន្តិភាពបើអត់មានយុត្តិធម៌បងប្អូនត្រូវចាំ
គ្មានទេសន្តិភាពបើអត់មានយុត្តិធម៌គ្មានទេយុត្តិធម៌បើអត់មានសន្តិភាពវាទៅកតាដោយរំចង្វាក់ស្លូដែលមានគូ2នាក់អញ្ចឹងណាបងប្អូនដូចគ្នាតើសន្តិភាពយ៉ាងម៉េចសម្រាប់កម្ពុជានិងថៃបើដីនឹងបានទៅគេកម្ពុជាខ្លួនឯងស្រក់ទឹកភ្នែករហូតវាអត់មានយុត្តិធម៌ចឹងដូចគ្នាតែអត់មានយុត្តិធម៌គ្មានសន្តិភាពដូចនៅស្រុកខ្មែរអញ្ចឹងគ្មានទេសន្តិភាពយើងអរគុណសន្តិភាពប៉ុន្តែក៏វាអត់មានសន្តិភាពនៅក្នុងផ្លូវចិត្តដែរព្រោះអីវាអត់មានយុត្តិធម៌សម្រាប់សកម្មជនវាអត់មានយុត្តិធម៌សម្រាប់អ្នកតវ៉ាតាក់ទងអំពើអយុត្តិធម៌សង្គមវាអត់មានយុត្តិធម៌សម្រាប់គណៈបកសង្គ្រោះជាតិដែលគេរំលាយចោលទាំងប្រជាពលរដ្ឋបោះឆ្នោតជិត3លានអ្នកវាអត់មានយុត្តិធម៌ច្រើនយ៉ាងដោយសារតែការគ្រប់គ្រងអំណាចបែបផ្ដាច់ការនិយមអីចឹងទៅអាហ្នឹងវាមានសន្តិភាពមកពីណាដូចគ្នាអញ្ចឹងរឿងនេះគឺជារឿងដែលលំបាកមួយហើយខ្ញុំគិតថាកម្ពុជាកំពុងតែប្រាប់ពិភពលោកដែរថាខ្លួនជ្រើសរើសយកវិធីថាថៃចោតអីថាចោះគឺស្រជាក់លហឹមអញ្ចឹងសិនទៅស្ងាត់តែមិនស្ងៀមបាទកម្ពុជាអត់ស្ងៀមទេគឺស្ងាត់មែនគឺស្ងាត់មិនហ៊ានទៅរើបលាលួសគេមែនតែមិនស្ងៀមទេឃើញយើងចាប់ផ្ដើមដកសពាវុធធនធ្ងន់ពីព្រំដែនមកហើយមិនឲ្យថៃទាស់ចិត្តមិនឲ្យសហគមន៍អន្តរជាតិទាស់ចិត្តទេតិចទៀតស្ងាត់ដែរតែមិនស្ងៀមទេនឹងចូលរួមដោះមីននៅតំបន់មានចំនួនហ្នឹងដើម្បីឲ្យត្រូវលក្ខខណ្ឌទាំង4ខតិចទៀតស្ងាត់មិនស្ងៀមទេសហការជាមួយថៃនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងការឆបោកអនឡាញដើម្បីឲ្យប្រាប់ថាខ្មែរអត់មានជំទាស់អីរឿងហ្នឹងឲ្យត្រូវលក្ខខណ្ឌទាំង4ចំណុចរបស់ថៃខ្មែរស្ងាត់តែមិនស្ងៀមទេតិចទៀតនឹងគ្រប់គ្រងតំបន់ភូមិព្រៃច័ន្ទហ្នឹងដោះស្រាយជាមួយថៃទៅឲ្យមានភាពយុត្តិធម៌គឺជាក់ស្ដែងណានៅហ្នឹងចឹងបានន័យថាតំបន់ព្រៃច័ន្ទនឹងជោគជ័យដែលថៃគេច្បាស់ការរបស់គេប្រើផែនទីគេអត់ព្រមប្រើផែនទីខ្នាតលើ1 200,000ហ្នឹងបានទៅគេទៅយើងបានតែស្ងាត់អញ្ចឹងទៅរឿងនេះចាំមើលខ្ញុំថាថៃកម្ពុជាយើងត្រូវបានថៃធ្វើទុកបុកម្នេញផ្លូវចិត្តច្រើនណាស់ចាំមើលយើងដកអាវុធហ្នឹងដកហើយតែពេលយើងដកសហការគ្នារឿងភូមិព្រៃច័ន្ទគឺយើងដឹងតែឆ្លោះគ្នាព្រោះអត់មានផែនទីខ្នាតណាត្រឹមត្រូវហើយដឹងតែមិនត្រូវគ្នាសំខាន់បំផុតណាអារឿងឆ្លោះគ្នាមួយទៀតរឿងសហការគ្នាប្រយុទ្ធប្រឆាំងអក្រិតកម្មឆ្លងដែនណាបងប្អូនត្រូវចាំថាមកដល់ម៉ោងហ្នឹងថៃបានចេញដីកាដកសញ្ជាតិរបស់លោកលីយ៉ុងផាត់មួយបាត់ទៅហើយនៅពេលដែលដកសញ្ជាតិលោកអ្នកអង្គការលីយ៉ុងផាត់គឺជាការទះកំភ្លៀងខ្មែរមួយដ៏ជូរចត់មែនតើព្រោះអីលោកលីយ៉ុងផាត់មានសញ្ជាតិថៃប៉ុន្តែជាសមាជិកព្រឹទ្ធសភារបស់កម្ពុជាកូតាគណៈបកប្រជាជនដែលជាអ្នកអង្គការសំខាន់ដែលជាហឹបប្រាក់របស់គណៈបកកណ្ដាលអំណាចនៅកម្ពុជាមួយដែលនរណាប៉ះគាត់ក៏មិនបាននេះគឺជាការទះកំភ្លៀងហើយបានចេញដីកាតាមចាប់លោកអ្នកអង្គការកុកអានដែលជាសមាជិកព្រឹទ្ធសភាកូតាគណៈបកប្រជាជនកម្ពុជាមួយទៀតចោទប្រកាន់ពីរឿងឆបោកអនឡាញឥឡូវចេញដីកានិវេតក្រហមតាមចាប់កូនគាត់3នាក់ទៀតរបស់លោកអ្នកអង្គការកុកអានតើពេលដែលយើងប្រាប់ថាសហការជាមួយថៃហ្នឹងតើយើងនឹងបោះដងដាវឲ្យថៃយ៉ាងម៉េចទៅសហការចាប់បញ្ជូនលោកកុកអាននិងលោកលីយ៉ុងផាត់ទៅឲ្យថៃដើម្បីទប់ស្កាត់នឹងអក្រិតកម្មឆ្លងដែនយើងហ៊ានធ្វើទេខ្ញុំថាមិនហ៊ានធ្វើទេហើយបើយើងអត់ធ្វើតើថៃគេព្រមអត់បើយើងប្រាប់ថាសហការតែដល់ពេលហើយយើងអត់ផ្ដល់ព័ត៌មានយើងអត់ជួយសហការដើម្បីបញ្ជូនអ្នកដែលគេចោទពីបទសង្ស័យថាឆបោកជួញដូរបើកមជ្ឈមណ្ឌលបនលបាយអនឡាញយើងកំពុងតែឲ្យដងដាវទៅថៃហើយយើងធ្វើមិនបានទេកិច្ចសហការអក្រិតកម្មឆ្លងដែនអីរបៀបដូចថាទប់ស្កាត់ជារបៀបប្រយោលបានប៉ុន្តែនៅពេលដែលចាប់ផ្ដើមធ្វើតាមថៃគេចេញដីកាឲ្យតាមចាប់លោកកុកអានឬក៏លោកលីយ៉ុងផាត់នេះយើងទៅធ្វើអញ្ចឹងកើតទេយើងអត់ធ្វើបានទេកន្លងមកយើងអត់តឹងបានសហការថៃចាប់លីរតនៈរស្មីនិងពេជ្រកំស្រិនដែលតាក់ទងនឹងករណីឃាតកម្មលោកលឹមកំយ៉ាបានផងហ្នឹងតើយើងមានអីទៅធ្វើអានេះបានជាមួយគេអញ្ចឹងអាលក្ខខណ្ឌហ្នឹងយើងអាចបំពេញបានហើយថៃនឹងយល់លេសភ្លាមទាហានកម្ពុជាអត់ត្រូវដោះលែងទេដោយសារតែលក្ខខណ្ឌអត់ទាន់ពេញបំពេញបានហើយលក្ខខណ្ឌហ្នឹងបំពេញអត់បានដោយសារយើងបំពេញអត់កើតតើ50ស្លាកជាក់ស្លែងយើងមកធ្វើទុកបុកម្នេញទៅលើអង្គការដែលយើងគិតថាជាអ្នកស្អាតស្អំនៅស្រុកខ្មែរថៃធ្វើបែបហ្នឹងគឺថៃគេចាប់ផ្ដើមគិតថាគេហៅថា bully យើងបានណាគៀបសង្កត់យើងដាក់សម្ពាធបញ្ជាយើងបានណាតែបើយើងអត់ធ្វើគេចោទថាយើងអត់គោរពតាមលក្ខខណ្ឌគេអត់គោរពតាមសេចក្តីថ្លែងការណ៍រួមយើងនៅតែអត់បំពេញដដែលហើយនៅក្នុងលក្ខខណ្ឌថ្លែងការណ៍ហ្នឹងគេចែកទៀតថាទំនាក់ទំនងប្រក្រតីរវាងថៃនិងខ្មែរនឹងវិលទៅរកភាពល្អឡើងវិញហើយនឹងឈានទៅរកការពិចារណាដោះលែងទាហានខ្មែរទាំង18នាក់ក្នុងចំណុចទី5ដែលខ្ញុំបានអានមកសិនមិញគឺលើកលែងតែក្នុងករណីដែលលក្ខខណ្ឌទាំងអស់នោះបានបំពេញហើយភាគីទាំងសងខាងយល់ស្របគ្នាថាបានបំពេញចប់សពគ្រប់ទៅទៀតអូយយូរណាស់មិនងាយទេលក្ខខណ្ឌនេះគឺចងជាប់តឹងផ្អឹសតែម្ដងអត់អាចរើរួចទេហើយឥឡូវលោកអនុទិនច័ន្ទវរៈគុលនិយាយទៀតថាអត់មានទេការបើកព្រំដែនឡើងវិញទាល់តែបំពេញលក្ខខណ្ឌទាំងអស់នេះចប់សពគ្រប់ទៀតឃើញយកអាការបើកព្រំដែនជាលក្ខខណ្ឌអញ្ចឹងទៀតអញ្ចឹងបើកព្រំដែនក៏ជាប់លក្ខខណ្ឌហ្នឹង
ដោះលែងទាហានខ្មែរ18នាក់ក៏ជាប់លក្ខខណ្ឌដែរថ្ងៃនេះទាហានថៃនៅឯព្រំដែននៅតំបន់កន្លែងដែលមេតបថៃហ្នឹងក៏លើកឡើងប្រាប់សារព័ត៌មានថៃថាព័ត៌មានដែលឮថានឹងបើកច្រកទ្វារព្រំដែននៅខ្លះនៅថ្ងៃទី1ខែវិច្ឆិកានេះគឺជាព័ត៌មានមិនពិតច្រានចោលហើយអនុទិនច័ន្ទវរៈគុលមកថែមទៀតថាអត់មានទេគឺតតែខ្មែរអនុវត្តតាមលក្ខខណ្ឌទាំង4ហ្នឹងសិនព្រោះខ្មែរបំពេញឈ្លានពានថៃនេះវាអាក្រក់អញ្ចឹងណាបងប្អូនមកចោតកម្ពុជាថាជាអ្នកឈ្លានពានក្នុងនាមជាជនរងគ្រោះតែយើងរើសយកវិធីអត់ធ្មត់ដែរយើងកំពុងប្រមូលផលដើមរដូវនេះផលដើមរដូវទៀតប៉ុន្តែនៅពេលដែលយើងកំពុងប្រមូលផលហ្នឹងថៃហ្នឹងគេកំពុងតែទម្លាក់តម្លៃយើងបាត់ទៅហើយអាផលស្រូវដែលយើងប្រមូលហ្នឹងគឺយើងមិនដឹងយកទៅលក់ឯណាទេព្រោះវាត្រូវត្រូវលក់ឡៃឡុងក៏មិនដឹងព្រោះថៃគេចាប់ផ្ដើមទម្លាក់ថ្លៃយើងបាត់អស់ហើយហ្នឹងយើងប្រមូលផលមកពីណាគេថាស្រូវហ្នឹងជាស្រងាយទេហ្នឹងឬក៏ជាចិញ្ច្រាំងផងយើងថាស្រូវហ្នឹងថៃគេទម្លាក់តម្លៃអញ្ចឹងបាត់អស់ហើយឃើញគេថាមើលអត់ទាន់បានអនុវត្តតាមអ្វីដែលគ្រប់គ្រាន់ទៅតាមអ្វីគេចង់បានហើយនៅក្នុងពេលជាមួយគ្នាហ្នឹងប្រជាប្រដ្ឋថៃដែលប្រឆាំងរដ្ឋាភិបាលកាប់មុខឥឡូវចាប់ផ្ដើមកែនគ្នាថាថ្ងៃ31នេះមកដល់តំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យជំលះបណ្ដេញប្រជាប្រដ្ឋខ្មែរឲ្យខាំងតែបានទៀតបើថារដ្ឋាភិបាលអត់ធ្វើគឺពួកគេនាំគ្នាទាំងវោមកដេញតើរឿងនេះនឹងយ៉ាងម៉េចទៅវិញបងប្អូនឬក៏អាចទៅជាសារគម្រាមហើយលោកអនុទិនច័ន្ទវរៈគុលគាត់ប្រយ័ត្នប្រយែងណាព្រោះគាត់ចង់ជាប់ជានាយករដ្ឋមន្ត្រីអាណត្តិក្រោយគាត់អត់មានខ្វល់រឿងសុជីវធម៌សិលធម៌គាត់និយាយមិនដើម្បីផ្គប់ចិត្តប្រជាប្រដ្ឋថៃប៉ុន្តែសរសើរគាត់ដែរដែលចង់និយាយថានៅតំបន់ព្រៃច័ន្ទភូមិជោគជ័យមានកន្លែងខ្លះបានខ្មែរកន្លែងខ្លះថៃជ្រៀតចូលរស់នៅអាស្រ័យផលខុសច្បាប់យូរឆ្នាំដែរនិយាយទៅរដ្ឋាភិបាលទាំងពីរក៏មានបញ្ហាដូចគ្នាមួយរដ្ឋាភិបាលខ្មែរត្រូវពេលថៃចោទថារស់នៅលើដីថៃជិត40ឆ្នាំអត់បានរករឿងអត់បានអីមិនទៅរករឿងឥឡូវដូចជាឆ្ងល់ពេកបើ40ឆ្នាំមកចុះកាល30ឆ្នាំមុនធ្វើអី20ឆ្នាំមុន10ឆ្នាំមុនឬក៏5ឆ្នាំមុនឬក៏អីហ្នឹងហេតុអីក៏មិនដោះស្រាយអីទុកឲ្យ40ឆ្នាំហ្នឹងរឿងទន្ទ្រានដែនដីនេះរឿងប្រប៉ិនមេឃហ្នឹងហេតុអីបានចឹងមិនថានយោបាយវាស្មោកគ្រោកចឹងហ៎បងប្អូនដល់ពេលស្មោកគ្រោកឥឡូវវាកទៅជាបាយវាទៅជាខ្មែរជាអ្នកបាត់ដីទៅវិញណាវាពិបាកអញ្ចឹងព្រោះថៃជ្រុលក្បាលកពើមែនតែអត់ដកថយទេហើយអត់ដកថយហ្នឹងថ្ងៃនេះមានរឿងអឺអ្នកខ្លាប់មើលសង្គមថៃហ្នឹងពុំមានរដ្ឋាភិបាលលោកអនុទិនច័ន្ទវរៈគុលទៀតនឹងគាត់ពុំមានថាម៉េចទេគាត់ថាដាច់ខាតមិនត្រូវឲ្យរបូតទីតាំងទាំង11ដែលយោធាថៃដណ្ដើមបានពីកម្ពុជាទេបងប្អូនធ្លាប់លឺហើយមិនចឹងអាកាលពីវាយគ្នាប្រាវហើយភ្លាមពេលមានបាត់ឈប់បាញ់ភ្លាមថៃចាប់ផ្ដើមប្រកាសថាគេគ្រប់គ្រងបាន10កន្លែងលើកលែងតែ11កន្លែងលើកលែងតែប្រាសាទតាកបីមួយទេគេចូលអត់បានអញ្ចឹងបានន័យថាម៉េចបានន័យថាប្រាសាទតាកបីហ្នឹងមានមីនច្រើនគេទទួលស្គាល់ក្រៅពីហ្នឹងគេគ្រប់គ្រងបានតំបន់អានសេះភ្នំទ្រាប់ប្រាសាទតំន់ធំតំន់តូចស្អីហ្នឹងគេយកទាំងអស់ហើយខ្មែរយើងនិយាយទៅថាយើងគ្រប់គ្រងតំបន់ហ្នឹងទាំងអស់ប៉ុន្តែថៃមានរូបថតគ្រប់អាកន្លែងតំបន់គេត្រួតត្រាហ្នឹងធំទ្រាប់ច្រកអានសេះឬក៏ប្រាសាទតំន់ធំជាពិសេសខ្មែរយើងអត់ដែលមានរូបមកស្លឹកទេតែយើងថាគ្រប់គ្រងបានអត់តាមស្លឹកអ្នកកសែតក៏មិនដែលចូលដល់តែហ៊ានក៏មិនដែលចូលដល់ឬស្អីក៏តែមិនដែលចូលដល់ដែរតែថៃគឺគេច្បាស់ដល់ឥឡូវនេះគឺមានណែអ្នកវិភាគកិច្ចការតំណាក់តំណងអន្តរជាតិរបស់ថៃគឺលើកឡើងពុំមានថៃនេះត្រូវបានសារព័ត៌មានពុំមាននាយករដ្ឋមន្ត្រីថៃហើយក៏បញ្ជាក់អំពីទីតាំងទាំង11ដែលថៃយកបាននឹងដាច់ខាតមិនត្រូវឲ្យកម្ពុជាវិញទេបងប្អូនអាទីតាំងទាំងនេះនឹងកំភៃថៃគឺគេយកឲ្យព្រោះអីកម្ពុជាសប្ថ្ងៃនេះមកវល់នឹងរឿងព្រៃច័ន្ទនិងភូមិជោគជ័យតាអត់មាននិយាយពីភ្នំទ្រាប់អត់និយាយពីវាលច្រកអានសេះឬក៏ប្រាសាទតំន់ធំទេព្រោះឥឡូវហ្នឹងគេទាញមកឲ្យនៅក្នុងព្រៃច័ន្ទនិងជោគជ័យនឹងវាពុលពេកទៅអាតំបន់ទាំងអស់នោះគឺគេធីបចោលក្នុងន័យថាថៃគេអត់យកមកនិយាយព្រោះបានទៅគេហើយក្នុងន័យអញ្ចឹងឯងបើអត់បានទៅថៃអត់មានស្ងៀមអញ្ចឹងទេព្រោះថៃទម្លាប់គេសម្អោចក្នុងខោហ្នឹងគេចាំបានទុកឲ្យយើងយករបស់គេបានណាអាហ្នឹងហើយដែលយើងបារម្ភណាស់ហើយដល់ពេលនិយាយអញ្ចឹងយើងថាយើងនឹងញុះញង់យើងនឹងនិយាយខ្វះការពិតចុះបើគេនិយាយអញ្ចឹងឲ្យខ្ញុំនិយាយមិនឥឡូវបើថៃគេនាំគ្នាប្រកាសថាមិនឲ្យតំបន់ប្រាប់នាយករដ្ឋមន្ត្រីថៃការពារតំបន់ហ្នឹងឲ្យបានដាច់ខាត11កន្លែងហ្នឹងអញ្ចឹង11កន្លែងហ្នឹងគឺគេនៅតែប្រកាន់ទាំងបញ្ញវន្តថៃទាំងអ្នកសារព័ត៌មានថៃអីគេដឹងថាតំបន់ហ្នឹងបានហើយឥឡូវហ្នឹងនៅប្រទៀងបន្ទងគ្នាតែច្រកអានណែព្រៃច័ន្ទនិងភូមិជោគជ័យតើអាកន្លែងហ្នឹងគេយកឲ្យបាត់ហើយដូច្នេះប្រឹងការពារកន្លែងហ្នឹងទៀតអញ្ចឹងបានថារឿងកម្ពុជានេះណាគ្មានអីក្រៅតែពីប្តឹងទេហើយអ្នកដែលចង់និយាយថាប្តឹងហ្នឹងគឺប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិមិនមែនប្តឹងទៅរបៀបដាក់ញត្តិដាក់អីឬជូនដំណឹងអីវាអត់បានផលទេអ្នកជំនាញផ្នែកសន្តិសុខនិងកិច្ចការអន្តរជាតិហ្នឹងគឺគាត់លោកបណ្ឌិតប៉ានីតាន់វឌ្ឍនាយ៉ាកន
បាទគឺគាត់លើកឡើងនៅក្នុងបណ្ដាញសារព័ត៌មាននឹងនិយាយពមៀនឬក៏ដាស់តឿនក្រៅរំលឹកនាយរដ្ឋមន្ត្រីថៃអនុទិនចាំវរៈកុលដាច់ខាតមិនឲ្យតំបន់ទាំង11ហ្នឹងបានមកខ្មែរវិញទេព្រោះថៃដណ្ដើមបានហើយអត់ទាន់មានការបកស្រាយអីពីរដ្ឋាភិបាលកម្ពុជាទេព្រោះកម្ពុជាយកវិធីស្ងប់ស្ងាត់លែងនិយាយអីហើយស្ងប់ស្ងាត់តែមិនស្ងប់ស្ងៀមគឺស្ងប់ស្ងាត់គឺមិនតបតទៅថៃទេហើយមិនស្ងប់ស្ងៀមគឺចាប់ផ្ដើមធ្វើតាមថៃដែលដកសពាវុធរាវមីនឬក៏ជំនះប្រជាពលរដ្ឋចេញពីភូមិព្រៃច័ន្ទនិងសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកអនឡាញដូចខ្ញុំបានជម្រាបចឹងនៅមានបញ្ហាប្រឈមច្រើនដែរដែលកម្ពុជាត្រូវជួបប្រទះហើយសង្ឃឹមថានឹងបានដំណោះស្រាយប៉ុន្តែថៃនិយាយថាលក្ខខណ្ឌទាំងអស់នេះអត់បានបំពេញគឺគ្មានទេការបើកព្រំដែនឡើងវិញទី1ទី2ក៏គ្មានដែរការដោះទាហានខ្មែរលែងមកវិញបើទោះបីជាក្នុងលក្ខខណ្ឌនៃសេចក្តីប្រកាសរួមថានឹងដោះលែងទាហាននឹងពិចារណាដោះលែងទាហាននេះភ្លាមទាហានខ្មែរយើងហ្នឹងប៉ុន្តែចំណោះឲ្យលក្ខខណ្ឌដែលបំពេញគ្រប់ទាំង4ហ្នឹងសិនដូច្នេះខ្ញុំជឿថា10000ឆ្នាំហើយមិនដឹងកាលទេតែយ៉ាងណាខ្ញុំបន់ស្រន់ឲ្យដំណោះស្រាយនឹងមានឆាប់ចុះដើម្បីឲ្យបានទាហានយើងលោកបានមកជួបជុំក្រុមគ្រួសារកូនប្រពន្ធឪពុកម្ដាយរបស់គាត់វិញជិត90ថ្ងៃ90ថ្ងៃហើយទៅទាំងបងប្អូនមើល8ថ្ងៃជាងហើយតាំងថ្ងៃទី29ខែកក្កដាមកឥឡូវថ្ងៃ28ខែតុលាជិត90ហើយបងប្អូនរ៉ាំរ៉ៃនៅក្រោមការគ្រប់គ្រងរបស់គេបាទគួរឲ្យអកុសលឥឡូវនេះព័ត៌មានចុងក្រោយនេះគឺតាក់ទងនឹងថៃខ្វែងយោបល់គ្នារឿងព្រមព្រៀងលក់រ៉ែឲ្យអាមេរិករ៉ែកម្រដោយសារតែអារឿងរ៉ែកម្រហ្នឹងហើយដែលចុះហត្ថលេខាខ្វែងដៃខ្វែងជើងគ្នាដូរកន្លែងអង្គុយកន្លែងអីហ្នឹងព្រោះអីវាអត់តាក់ទងនឹងកម្ពុជាទេគេចង់ចុះហត្ថលេខាតែជាមួយអាមេរិកប៉ុន្តែប្រជាប្រដ្ឋថៃឥឡូវចាប់ផ្ដើមរករឿងដែរថារ៉ែកម្រហ្នឹងវាពុលបរិស្ថានវាខាតប្រយោជន៍ថៃច្រើនណាស់ហេតុអីប្រញាប់ប៉ុន្តែថៃចង់ស្អំចិត្តលោកត្រាំចុះហត្ថលេខាឲ្យហើយទៅឥឡូវថៃចាប់ផ្ដើមឡាំប៉ាប្រជាពលរដ្ឋរករឿងពេលប្រជាពលរដ្ឋរករឿងទៅនាយករដ្ឋមន្ត្រីថៃថាកុំរករឿងគាត់បើមិនពេញចិត្តទេរំលាយ MOU ជាមួយលោកត្រាំចោលក៏បានដែរព្រោះមាត្រាមួយចែងថាបើភាគីណាមិនពេញចិត្តលុបចោលទៅក៏ជូនដំណឹងគ្នាទៅវាជាការស្រេចដូច្នេះគាត់ដោះស្រាយឃើញប្រញាប់ទេដើម្បីអីឲ្យផ្គប់ចិត្តថាបានចុះហត្ថលេខាអីមួយលោកត្រាំប្រញាប់ឲ្យតាន់ថ្ងៃ26ឥឡូវខកចិត្តប្រជាពលរដ្ឋថៃមកកណោក៏ដឹកដឹងមិនវិញបាទខ្ញុំសូមស្លេះរឿងនេះត្រឹមប៉ុណ្ណេះបងប្អូនហើយជួបគ្នានៅរាត្រីឬក៏ជួបគ្នាព្រឹកនេះតាមពិតនៅស្រុកខ្មែរម៉ោង7កន្លះព្រឹកនេះខ្ញុំមានបទសម្ភាសន៍មួយជាមួយនឹងបេក្ខជនខ្មែរដែលឈរឈ្មោះជាក្រុមប្រឹក្សាសង្កាត់លេខ7នៅឯទីក្រុង Lowell រដ្ឋ Massachusetts ចង់ដឹងថាតើបញ្ហាប្រឈមរបស់ខ្មែរនៅនោះសុខទុក្ខយ៉ាងណាហេតុអីបានគាត់ឈរឈ្មោះចាំស្ដាប់ការផ្សាយផ្ទាល់រវាងខ្ញុំនិងលោក Sydney លៀងនៅម៉ោង7កន្លះព្រឹកនេះនៅកម្ពុជាតែត្រូវរសៀលនេះម៉ោង5កន្លះនៅទីក្រុង Long Beach បាទសូមអរគុណច្រើនសូមជម្រាបលាខ្លួនឯងហ្នឹងយើងជាកូនដែលអត់ស្ដាប់ម៉ែឪយើងទៅស្ដាប់អ្នកដទៃប៉ុន្តែវាមិនជាខកឆ្គងអីទេនៅក្នុងការស្ដាប់សហរដ្ឋអាមេរិកទៅព្រោះលទ្ធផលគឺបើមានការឈប់បាញ់សុខសន្តិភាពអីក៏ទៅបានផលទាំងអាស៊ីទាំងខ្មែរទាំងថៃទាំងប្រទេសម៉ាឡេទេវាអត់មានបញ្ហាអីទេល្អគ្រាន់តែថាបើយើងនិយាយពីពិធីសារគឺជារឿងនយោបាយដើម្បីលើកតម្កើងសហរដ្ឋអាមេរិកហើយនៅពេលដែលយើងលើកតម្កើងសហរដ្ឋអាមេរិកមានឱកាសដើម្បីធ្វើឲ្យបាក់មុខចិនដែរបងប្អូនឃើញបទឈប់បាញ់លើកទី1មានចិនចូលរួមបទឈប់បាញ់ទី2មានចិនចូលរួមសង្កេតការដល់តែពេលចាប់ផ្ដើមចុះសេចក្តីថ្លែងការណ៍រួមអាមេរិកទាត់ចិនបាត់អត់ឲ្យចូលព្រោះថាអត់ប្រយោជន៍អត់បានការចិនក៏តែមិនចូលអញ្ចឹងធ្វើឲ្យបើយើងមើលថាតើសន្តិភាពយ៉ាងដូចម្ដេចនៅពេលដែលប្រទេសដែលចូលរួមមហាមិត្តចិនមហាមិត្តដៃថែបជាមួយខ្មែរដៃថែបជាមួយថៃដែរអត់ឲ្យចិនចូលទៅផាត់ចេញឲ្យឆ្ងាយដោយសារអីអាមេរិកចង់ប្រាប់ថារឿងនេះគឺជារឿងអាស៊ានចង់ឲ្យអាស៊ានមានឥទ្ធិពលប៉ុន្តែប្រទេសកម្ពុជានិងថៃខ្លួនឯងអត់ឲ្យតម្លៃទៅលើអាស៊ានផងហ្នឹងតែឲ្យតម្លៃអាមេរិកបាត់ទៅហើយខ្ញុំចង់និយាយថារឿងនេះគឺជារឿងនយោបាយទាំងអស់បងប្អូនគាត់ថានយោបាយអីនយោបាយចោះឲ្យតែវាចំណេញប្រយោជន៍យើងបានសុខសន្តិភាពប្រទេសយើងនិងថៃក៏យកទៅព្រោះយើងអត់មានជំរឿនអីផ្សេងក្រៅពីហ្នឹងទេព្រោះយើងអត់ប្តឹងអត់ផ្ដល់អីគេផងហ្នឹងដូច្នេះយើងនឹងបានសន្តិភាពប៉ុន្តែតើសន្តិភាពនៅក្នុងនាមជានិមិត្តរូបបែបនេះសន្តិភាពនេះគឺជាសន្តិភាពនិមិត្តរូបណាបងប្អូនតើយើងនឹងបានពេញលេញប៉ុណ្ណាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីជាសន្ធិសញ្ញាផងចុះប្រទេស18មានអង្គការសហប្រជាជាតិចូលរួមផងយើងនៅតែមិនអនុវត្តបានចុះទម្រាំសេចក្តីថ្លែងការណ៍ដែលជាពិធីសារមួយគ្រាន់តែបង្ក្រប់កិច្ចដើម្បីឲ្យលោកត្រាំបានបងដើម្បីយកពានរង្វាន់ Nobel សន្តិភាពឆ្នាំ2026ឲ្យទាន់ការដាក់ពាក្យថ្ងៃ31ខែមករាឆ្នាំក្រោយនេះហើយគ្មានកិច្ច
lẽ khăn ấy nè na cầm nắp tha bờ sân chỉ cho hai tới nè na mình thưa tam nâng từ vô đăng đo lên nè ót miên mít ra ấy chai ấy lẽ khăn ấy tầng tao dương sừng khâm ấy khla dương tục chặt ấy mà dương chưa ấy mà bàn tay bong ôn chưa ấy mình chưa ấy sờ bài khla tới bàn tay cùng ao vô ở cả đây sờ bài nâng hay cầm chai khai từ chỉ tục với nháแต่យើងយកឱកាសនឹងវិបហាអប់ជាតិសាសគ្នាទៀតឲ្យទៅមើលងាយនាយករដ្ឋមន្ត្រីគេយើងដឹងឲ្យអនុទិនច័ន្ទវរៈគុលដែលមានសុជីវធម៌មកពីណានៅពេលដែលគាត់គ្រប់គ្រងការយកមីក្រូមកចាក់តម្លង់នៅភូមិជោគជ័យភូមិព្រៃច័ន្ទថាហ្នឹងគឺជារឿងត្រឹមត្រូវដើម្បីការពារដែនអធិបតេយ្យដែលជាអំពើស្មោកគ្រោកលាមកក្នុងនាមជានាយករដ្ឋមន្ត្រីយើងមានគំនិតខួរក្បាលគិតអញ្ចឹងកើតដែរខ្ញុំថាអន់មែនតើខ្ញុំនិយាយអត់មានប្រដាក់មាត់ទេនៅក្នុងការដែលគំនិតអន់របស់លោកអនុទិនច័ន្ទវរៈគុលក្នុងការគ្រប់គ្រងអ្នកដែលមានឥទ្ធិពលនៅក្នុងបណ្ដាញសង្គម Facebook មួយដែលដឹកលាមករហតែចាក់ស្រោចលើខ្មែរយើង14ឡានម្ដងហើយតែមិនបានជោគជ័យហើយឥឡូវទៅយកអាគ្រឿងតម្លង់ខ្មោចហ្នឹងយកទៅចាក់តម្លង់ធ្វើបាបផ្លូវចិត្តទរណកម្មផ្លូវចិត្តប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យជារឿងមួយគួរឲ្យអាម៉ាស់បំផុតសម្រាប់ជាតិសាសន៍ថៃសម្រាប់អ្នកដឹកនាំថៃខ្ញុំគ្មានប្រដាក់មាត់ទេគឺគាត់ធ្វើមិនត្រឹមត្រូវទេអាហ្នឹងគឺគាត់ខុសប៉ុន្តែអ្វីដែលគាត់ខ្វះការពិចារណាច្រើនប៉ុន្តែគាត់ធ្វើនេះដើម្បីចំណេញនយោបាយគាត់យើងដឹងថានយោបាយគឺស្មោកគ្រោកណាស់ចឹងបានថាអ្នកនយោបាយនេះគឺស្មោកគ្រោកណាស់បងប្អូនបើយើងដឹងគឺស្មោកគ្រោកគាត់ថាវាអ្នកខ្លះមិនស្មោកគ្រោកខ្លាំងអ្នកខ្លះស្មោកគ្រោកមែនតើហើយស្មោកគ្រោកអញ្ចឹងបានថាអ្នកនយោបាយនិយាយអីកុំសូវជឿគាត់ពេកមើលការអនុវត្តរបស់គាត់ផងអញ្ចឹងបានខ្ញុំបង្រៀនបងប្អូនឲ្យចេះថ្លឹងថ្លែងអំពីស្ថានភាពនយោបាយដើម្បីឲ្យការសម្រេចចិត្តរបស់យើងកុំឲ្យចាញ់បោកខ្លាចជាឧបករណ៍នយោបាយរបស់គេឥឡូវវិលមកលោកអនុទិនច័ន្ទវរៈគុលខ្ញុំថាគាត់គ្មានសេចក្តីថ្លៃថ្នូរនៅក្នុងរឿងខ្មោចរឿងស្អីគេសលេងខ្មោចគាត់គ្រប់ត្រសំបីតែសហគមន៍អន្តរជាតិគេថ្កោលទោសដែរណាប៉ុន្តែចំពោះលោកអនុទិនច័ន្ទវរៈគុលដែលដូរកៅអីអាថ្ងៃដែលចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះមិនមែនជាអំពើខ្វះសិលធម៌ឬក៏អំពើចង់បានមុខមាត់ឬក៏អំពើដែលគិតថាគាត់ជាមនុស្សដែលគ្មានចេះដឹងអីទេលោកអនុទិនច័ន្ទវរៈគុលនិយាយភាសាអង់គ្លេសរត់មាត់គ្មានបាត់មួយម៉ាត់ណាទេគឺច្បាស់គត់ពាក្យផងមិនចាញ់លោកហ៊ុនម៉ាណែតយើងប្រមាណដែរទេក្នុងការនិយាយភាសាបរទេសនេះអញ្ចឹងនាយករដ្ឋមន្ត្រីថៃកម្រិតនៃការយល់ដឹងរបស់គេក៏ប្រកែមិនចាញ់នាយករដ្ឋមន្ត្រីខ្មែរយើងដែរបើមិនជាយើងមើលគាត់នោះខ្ញុំមិនចង់ឲ្យយើងទៅឲ្យតម្លៃថៃប៉ុន្តែឲ្យមើលតថភាពជាក់ស្ដែងថាតើការដែលគាត់ដូរកៅអីដូរស្លាកហ្នឹងគឺជាការចង់បានមុខមាត់របស់ថៃប្រកែកដោយសារគេដាក់កៅអីគាត់ឲ្យអង្គុយខាងនោះឬយ៉ាងម៉េចបងប្អូនលោកត្រាំទៅអាស៊ីនេះគឺជាការទៅមួយជើងឲ្យចំណេញបាន5កត្រកតែប៉ុណ្្នឹងទេកុំឲ្យខកជើងទេអញ្ចឹងដាក់សម្ពាធឲ្យថៃនិងកម្ពុជាធ្វើម៉េចឲ្យមានកិច្ចព្រមព្រៀងនឹងមួយទៅថៃអត់ចង់ព្រមទេបងប្អូនបើយើងមើលផ្ទៃក្នុងសាវតាថៃអត់ចង់ព្រមទេថៃអត់ចង់ព្រមដោយសារថៃងឿកនឹងលក្ខខណ្ឌ4របស់ថៃដែលថាទាល់តែកម្ពុជាបដិញ្ញាថាព្រមទាល់តែកម្ពុជាព្រមលក្ខខណ្ឌទាំង4ហ្នឹងណាបានគេព្រមចុះហត្ថលេខាដូច្នេះអ្នកដែលចង់បានឲ្យមានកិច្ចព្រមព្រៀងមិនមែនថៃទេគឺកម្ពុជាទេហើយយើងមើលទៅបានយើងដឹងថាយើងអង្វរគេសុំឲ្យមានកិច្ចព្រមព្រៀងហ្នឹងទៅគឺគេឆ្លៀនពៀនយើងអត់ទៅតតាំងជាមួយគេយើងយកសុខសន្តិភាពវិជាការល្អហើយប៉ុន្តែចំហនេះគឺកម្ពុជាអង្វរគេតតែពេលមានកិច្ចព្រមព្រៀងហ្នឹងឬក៏មានសេចក្តីថ្លែងការណ៍ហ្នឹងយើងសាទរយើងបង្ហាញអំពីការដែលយើងចង់បានខ្លាំងហ្នឹងមែនទេព្រោះអីយើងអាចទៅតតាំងថៃបានតែអញ្ចឹងយើងអត់ប្តឹងគេយើងអត់អីយើងអត់ធ្មត់តែអញ្ចឹងយើងអង្វរដល់អញ្ចឹងដល់ទៅពេលមកយើងសាទរយើងសប្បាយកម្ពុជាមិនទាន់ត្រូវសប្បាយហួសពេកទេបងប្អូនព្រោះអីបើយើងសប្បាយបានន័យថាយើងកំពុងភ្លេចទុកកង្វល់របស់យើងចោះភ្នំទ្របនៅណាចោះច្រកអានសេះឲ្យយើងនៅចោះប្រាសាទតាមាន់ធំគេប្រាប់ថាឲ្យទេចោះទាហាន18នាក់គេដោះលែងនៅចោះដីភូមិព្រៃច័ន្ទនិងជោគជ័យហ្នឹងប្លង់ដីដែលគេទៅចែកឲ្យ5ហិកតាទៅដល់ប្រជាពលរដ្ឋថៃមានប្លង់រឿងប្លង់អីហ្នឹងមាននិយាយឲ្យមកខ្មែរវិញនៅចុះអា10ដុល្លារលួសហ្នឹងដកអស់នៅចុះអាតំបន់ផ្សេងទៀតដែលថៃគ្រប់គ្រងកន្លែងត្រង់សេនៅអូភ្លុកដំរីហើយនឹងផ្ទះ3ខ្នងដោយទាំងកន្លែងទាហានស្នាក់នៅមួយផងហ្នឹងដែលគេរំលាយចោលកំទេចចោលថ្ងៃមុនហើយទាហានខ្លួនឯងជាអ្នកជួយរំលំចោលផងដែរទាហានខ្មែរក្រោយពេលបាយហ្នឹងមិនទាន់ធွာមាត់ក្រោយចាប់ប្រជុំតាអាហ្នឹងគេឲ្យយើងវិញអស់នៅវាអត់មានវាអញ្ចឹងបើថាយើងសប្បាយហ្នឹងគឺយើងសប្បាយដោយសារតែអូតែឈប់មានសង្គ្រាមឈប់មានអីចឹងទៅយើងធូរដែរព្រោះអីធូរហ្នឹងយើងចង់បង្ហាញអំពីភាពទន់ខ្សោយរបស់យើងមិនអាចតតាំងឈរជាមួយពាំងគេបានអញ្ចឹងតែបើគេមានសន្តិភាពយើងអបាត់ហើយព្រោះយើងវាយអត់ឈ្នះគេយើងចង់និយាយឲ្យខ្លីស្រួលស្ដាប់ប៉ុន្តែខ្មែរគេចេះបកស្រាយផ្សេងថាមិនមែនយើងវាយមិនឈ្នះគេទេយើងមិនចង់វាយគឺយើងជ្រើសរើសវិធីការទូតផ្លូវការអន្តរជាតិហើយនឹងអត់ធ្មត់បងប្អូនភាសាហ្នឹងគឺជាភាសាការទូតទេបើយើងនិយាយឲ្យស្រួលស្ដាប់ដោយក្មេងដែលឆ្លោះគ្នាតាមផ្លូវគឺយើងចាញ់គេយើងអត់វាយគេបាន
កម្លាំងយើងមិនដល់គេដូច្នេះយើងចាប់ផ្ដើមប្រាប់គេយកភាសាការទូតដោះស្រាយចេះទៅអូខ្ញុំមិនចង់ឆ្លោះទេព្រោះវាថោកពូជខ្ញុំមិនឆ្លោះគ្នាវាយគ្នាអញ្ចឹងទេតែមានការអីខ្ញុំដោះស្រាយសម្របសម្រួលទៅសម័យនេះហើយណាវាយគ្នាបោចសក់ខំគ្នាអីទៀតវាអត់ថ្លៃធ្នូអត់សិលធម៌អត់អីទេនឹងយើងចង់ប្រាប់គេអញ្ចឹងប៉ុន្តែកម្លាំងយើងទៅអត់ដល់គេមួយប៉ុន្តែកម្លាំងយើងទៅអត់ដល់ថៃតែក្នុងការវាយរឿងឈ្លានពានដែនអធិបតេយ្យហ្នឹងណាប៉ុន្តែបើវាយខ្មែរគ្នាឯងវិញកម្លាំងយើងគឺធ្ងន់ហ្មងតែងើបមួយដឹងតែវាយមួយហ្មងចាប់ដាក់គុកឲ្យឡើងពាយអត់ដោះលែងសោះកម្លាំងយើងមានឥទ្ធិពលណាស់នៅក្នុងការបង្ក្រាបគ្នាឯងនេះគឺអត់មានចាញ់ទេគឺថាទោះក្នុងតម្លៃណាក៏ត្រូវតែបង្ក្រាបគ្នាឯងឲ្យបាត់មាត់ដែរតែបើរឿងគេគឺយើងចាញ់គេអញ្ចឹងយើងយកសន្តិភាពមកប្រើវិញអញ្ចឹងពាក្យសន្តិភាពពាក្យអត់ធ្មត់ហ្នឹងប្រើបានតែជាមួយថៃដែលគេឈ្លានពានសម្ោចក្នុងខោហ្នឹងដល់ពេលយើងខ្មែរគ្នាឯងយើងប្រើអំណាចផ្ដាច់ការរបស់យើងគឺថាមានតែអញគឺ24ម៉ោងអញចាប់ឯងតតែបានហើយអញដាក់គុកឲ្យអញកំតិចឯងឲ្យអស់អញទៅដល់ណារុនកហែងណាក៏ទៅយកមកបានដែរត្រីកញ្ចោះត្រីកភ្លៀងមូសក៏វាយស្អីក៏វាយគឺអាហ្នឹងខ្មែរយើងនៅក្នុងនេះយើងមើលឲ្យឃើញពីផ្នែកគំនិតបច្ចេកទេសរបស់អ្នកនយោបាយខ្មែរខ្ញុំនិយាយនេះមិនមែនស្អីណាមកពលឹះស្អីនិយាយមួយបង្កាច់ញងអីទេខ្ញុំនិយាយតែពីការពិតទៅស្ដាប់សលេងនឹងចំណាត់ការរបស់ខ្មែរមើលសកម្មភាពបងប្អូនកុំមើលកណ្ដាស់មួយស្លឹកឬក៏សេចក្តីថ្លែងការណ៍នយោបាយប្រជាពិធរបស់ខ្មែរនោះមើលសកម្មភាពរបស់គាត់ផងហើយយើងត្រូវចេះថ្លឹងថ្លែងកុំឃើញគេមកនឹងពាក់ក្រវ៉ាត់កកាត់សក់ឡើងស្អាតមានស្បែកជើងឃ្វាមានអីមកហ្នឹងគឺថាសង្ហាមានឡានអីចូលមកដណ្ដឹងកូនយើងស្រាប់តែលើកឲ្យគេទៅព្រោះអីគេអ្នកមានគេធូធាមើលទៅដូចជាល្អហើយកូនគេចេះស្លៀកពាក់ស្អាតបាតប៉ុន្តែម្នាក់ហ្នឹងលួចមន់វត្តរាល់តែថ្ងៃអ្នកភូមិណាក៏ស្គាល់ដែរទៅធ្វើរឿងត្រឹមត្រូវថ្ងៃហ្នឹងហើយដល់ពេលអញ្ចឹងយើងទៅឲ្យកូនស្រីកំមុំយើងទៅឲ្យរៀបការហ្នឹងទុកទឹកភ្នែកមកជីវិតរបស់នាងហើយអាហ្នឹងចឹងបានថាគេថាធ្វើស្រែខុសមួយឆ្នាំត្រូវមួយឆ្នាំឬគូសកលបើអត់ចំណាំរើសម្ដងខុសមួយជីវិតអីចឹងទៅអាហ្នឹងវាអញ្ចឹងវិលមកវិញបងប្អូនថាវែងគឺវែងហើយសូមអធិស្ឋានម្ដងទៀតសូមអភ័យទោសវែងនេះគឺដោយសារតែមានរឿងច្រើនដែលខ្ញុំធ្វើព័ត៌មានបង្អែមលៀងមាត់នេះគ្មានចង់បានអ្វីក្រៅពីធម្មទានទី1ទី2គឺអប់រំផ្លូវចិត្តដែលខ្ញុំមិនមែនជាអ្នកប្រាជ្ញកវីបណ្ឌិតអីទេជាខ្មែរម្នាក់ដែលស្មោះត្រង់នឹងជាតិខ្មែរនិងសិលធម៌សុជីវធម៌វិជ្ជាជីវៈបងប្អូនចោទខ្ញុំឌីលខ្ញុំអីឌីលទៅប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនមានសេចក្តីថ្លៃថ្នូរឡើងចិត្តខ្មែរមិនមែនថោកអញ្ចឹងដូចបងប្អូនគិតទេបងប្អូនខ្មែរច្រើនណាស់ដែលនៅតែចង់ស្ដារនៅតែចង់លើកជាតិយើងឡើងវិញហេតុអីបាននាំគ្នាទម្លាក់លោកអនុទិនច័ន្ទវរៈគុលពេលដែលដូរអាកៅអីហ្នឹងមកហ្នឹងគឺបងប្អូនដឹងហើយលោកត្រាំទៅមួយជើងឲ្យចង់បានចំណេញ5កត្រកមកវិញអញ្ចឹងធ្វើអីគឺត្រូវចុះហត្ថលេខានៃសេចក្តីថ្លែងការណ៍រួមរវាងថៃកម្ពុជាផងដែលជារឿងសំខាន់ហើយមិនមែនជាក្នុងផ្នែកនៃកិច្ចប្រជុំកំពូលអាស៊ានទេកិច្ចចុះហត្ថលេខានេះគឺជាកិច្ចចុះហត្ថលេខាក្រៅផ្នែកនៃប្រជុំធំដោយសារគ្រាន់តែឆ្លៀតមួយជើងកុំឲ្យខាតជាយន្តហោះរាប់ម៉ោងមកទៅដល់ទី1គឺសេចក្តីថ្លែងការណ៍រួមទី2គឺមានសេចក្តីចុះកិច្ចសន្និចុះកិច្ចព្រមព្រៀងគ្នាពាណិជ្ជកម្មផងដែរចឹងនៅក្នុងហត្ថលេខាដែលគាត់ចុះបើតាមមើលដូចជា4សារណាបងប្អូនមិនមែនតែមួយទេមិនចឹងហ៎អាសេចក្តីថ្លែងការណ៍រួមអាមួយដំបូងហ្នឹងផុតហើយតែអាចុះក្រោយមកហ្នឹងឡើងជាសេចក្តីថ្លែងការណ៍រួមនៃរឿងព្រំដែនខ្មែរថៃហើយវាជារឿងទំនាក់ទំនងពាណិជ្ជកម្មរឿងពន្ធបដិការរឿងអីព្រោះបងប្អូនមានចាំទេនៅពេលដែលអាមេរិកកំណត់ពន្ធបដិការយើង 19% ហ្នឹងកាលថ្ងៃជូឡាយ28ខែកក្កដាហ្នឹងតែយើងព្រមគ្នាឈប់បាញ់គឺគាត់ថាយកតែ 19% អត់ទាន់បានចុះហត្ថលេខាទេលោកត្រាំអត់ទាន់បានចុះហត្ថលេខាទេគ្រាន់តែថាជាផ្លូវការគឺសរសេរលិខិតមួយប្រាប់ថាឲ្យចុះប៉ុណ្ណឹងប៉ុន្តែឲ្យមានពិធីអីអោលរឹកអីអញ្ចឹងវាអត់ទាន់មានអញ្ចឹងដើម្បីឆ្លៀតឱកាសហ្នឹងគឺគាត់ត្រូវការយកអាអ្វីដែលពីមុនមកហើយហ្នឹងគ្រាន់តែជាពិធីនិមិត្តរូបទៅចុះឲ្យហើយទៅទាន់មកជុំគ្នាអញ្ចឹងហើយណាមួយអាមេរិកនិងខ្មែរហ្នឹងបានសន្យាគ្នាថាចុះពន្ធឲ្យនៅត្រឹម 19% អីហ្នឹងហើយផងដូច្នេះយើងអត់ទាន់ចុះលិខិតផ្លូវការគេយកអាហ្នឹងមកចុះក្នុងពេលជាមួយគ្នាហ្នឹងទៅហើយបើចុះរឿងពន្ធបដិការជាមួយកម្ពុជាហេតុអីបានត្រូវយកថៃទៅដាក់ជាប់ជាមួយនឹងលោកប្រធានាធិបតីដូណាល់ត្រាំវាអត់ត្រូវប៉ុន្តែនៅក្នុងការចុះហត្ថលេខាលើកពីសេចក្តីថ្លែងការណ៍រួមលើកដំបូងការចុះហត្ថលេខានៅក្នុងពេលតែមួយហ្នឹងមាន4ករណីបើខ្ញុំមើលមិនច្រឡំណាគឺដូរឯកសារនឹង4ដងឯណោះអញ្ចឹងបានន័យថាដងទី1ជាការពិតហើយសេចក្តីថ្លែងការណ៍រួមរវាងខ្មែរថៃដើម្បីបញ្ចប់ចំនួនព្រំដែនហ្នឹងគឺថៃគឺអង្គុយឆ្ងាយពីលោកត្រាំហ្នឹងហើយប៉ុន្តែអង្គុយជាប់ប្រធានអាស៊ានជាកិត្តិយសធំមួយដែរសម្រាប់ថៃខ្មែរក៏មានកិត្តិយសដែរជាប់ជាមួយលោកដូណាល់ត្រាំហ្នឹងគឺជាកិច្ចព្រមជាកិច្ចថ្លែងសេចក្តីថ្លែងការណ៍រួមពីរឿង
ចំនួនព្រំដែនថៃចប់ពីនឹងមកគឺមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថៃក៏ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកតាក់ទងនឹងរឿងរ៉ែកម្ររឿងស្អីផ្សេងទៀតពាណិជ្ជកម្មសន្យាអីផ្សេងមួយចំនួនគេយកឱកាសហ្នឹងចុះដែរទៅវាជាប់គ្នាអញ្ចឹងទៅបងប្អូនមើលអត់ទាន់ដោយប៉ាហ៊ីអញ្ចឹងណាបងប្អូនដោយសារបើឡាយទៅរៀបចំពិធីអីផ្សេងទៀតទៅវាឆ្ងាយអញ្ចឹងពិបាកនាំខាតពេលយូរដាក់ឲ្យហើយប៉ុន្តែអាពិធីហ្នឹងក៏អត់បានប្រាប់គេឲ្យបានដឹងថាអូឥឡូវលើកទី1គឺគេនិយាយអំពីកិច្ចព្រមព្រៀងនេះលើកទី2គេនិយាយអំពីបដិការលើកទី3គេនិយាយអំពីយើងស្ដាប់អត់ទាន់ដូច្នេះគេចេះតែយកមកដាក់សញ្ញេទៅដល់តែដំណាក់កាលមួយដែលជាកិច្ចព្រមព្រៀងតាមពិតបើនិយាយឲ្យស្មោះត្រង់យុត្តិធម៌ទៅនៅពេលដែលចុះហត្ថលេខារវាងលោកហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីប្រធានាធិបតីអាមេរិករឿងពន្ធបដិការដែលខកអត់ទាន់បានចុះហត្ថលេខាហ្នឹងគួរតែលោកអនុទិនច័ន្ទវីរៈគុលហ្នឹងចេញពីកៅអីហ្នឹងផងមិនត្រូវនៅហ្នឹងទៀតឲ្យតែលោកហ៊ុនម៉ាណែតនៅហ្នឹងឲ្យចុះហត្ថលេខាទៅហើយនៅពេលដែលអាមេរិកចុះជាមួយថៃហ្នឹងគួរតែដកលោកហ៊ុនម៉ាណែតចេញមកក្រៅសិនហើយយកលោកអនុទិនចូលទៅជាប់លោកដូណាល់ត្រាំហ្នឹងហើយចុះហត្ថលេខាព្រោះអីជាកិច្ចព្រមព្រៀងរវាងអាមេរិកនិងថៃអត់មានតាក់ទងនឹងខ្មែរប៉ុន្តែអស់លោកសាកគិតមើលឧទាហរណ៍បើគេស្រាប់តែដកលោកអនុទិនច័ន្ទវីរៈគុលឲ្យមកនិយាយមកចុះហត្ថលេខាជាមួយលោកដូណាល់ត្រាំហើយស្រាប់ដកលោកហ៊ុនម៉ាណែតឲ្យដើរចេញមកបាត់តើយើងនឹងនាំគ្នារិះគន់ថាមេដឹកនាំខ្មែរយើងអន់អញ្ចឹងឃើញគេដេញចោលគេផាត់ចោលទៅណាត់ទៅណៃអញ្ចឹងយើងអញ្ចឹងដែរមែនទេយើងច្បាស់ជានាំគ្នាមកបកស្រាយភ្លាមថាអូអត់ទេអានឹងពិធីនឹងចេះទេលោកហ៊ុនម៉ាណែតគេឲ្យលោកចេញទៅនឹងដោយសារតែគេយកលោកអនុទិនច័ន្ទវីរៈគុលមកដាក់ក្បែរលោកត្រាំដោយសារតែកិច្ចព្រមព្រៀងអីផ្សេងអស់លោកច្បាស់ជានាំគ្នាសរសេរសារបែបហ្នឹងដើម្បីលើកមេដឹកនាំយើងអត់អីទេត្រូវបើចេះបញ្យល់អញ្ចឹងត្រូវប៉ុន្តែដល់ពេលលោកអនុទិនច័ន្ទវីរៈគុលគឺយើងចេញមកគឺទៅភ្នំអញ្ចឹងទាំងអស់គ្នាអញ្ចឹងហ្មងទៅអញ្ចឹងហ្មងអត់សិលធម៌អត់សុជីវធម៌មិនចេះខ្មាស់គេមកលើលោកនេះមានតែមួយទៅណាគឺអញ្ចឹងខ្ញុំស្រក់ទឹកភ្នែកបងប្អូនស្រក់ទឹកភ្នែកនឹងគឺដោយសារតែមកដល់ម៉ោងនេះខ្មែរយើងចូលចាញ់បោករូបភាពចាញ់បោកការឃោសនាអកុសលប្រជាពិធដ្ឋអាចជ័យធ្លាក់ទឹកឲ្យអើតែស្គរឲ្យតែមើងងាយគេបានតាមពិតពេលដែលយើងមើងងាយគេហ្នឹងយើងមើងងាយខ្លួនឯងទៅបងប្អូនថៃអត់ត្រូវអ្វីដែលយើងមើងងាយមើលថោកគេទេអនុទិនច័ន្ទវីរៈគុលអត់មានភាពអាម៉ាស់សំបីតែបន្តិចព្រោះអាហ្នឹងគឺជាពិធីសារដែលវាគួរតែគាត់អង្គុយចិត្តលោកដូណាល់ត្រាំចឹងហើយដោយសារអីសញ្ញេថៃនឹងលោកដូណាល់ត្រាំហេតុអីបានជាកម្ពុជានៅហ្នឹងហើយដោយសារពិធីនោះវាច្រើនច្បោកច្បល់ពេកវាដោះអត់ទាន់ដល់ពេលគាត់អង្គុយទៅគាត់ភ្លេចអារឿងស្លាកកម្ពុជានៅមុខគាត់អញ្ចឹងវាមិនត្រូវទេបើគេថតរូបមកហេតុអីបានជាអនុទិនច័ន្ទវីរៈគុលអង្គុយនៅកន្លែងកៅអីកម្ពុជាមានស្លាករបស់ខ្លួនឯងតំណាងឲ្យថៃអញ្ចឹងគាត់ដូរមកវិញអញ្ចឹងទៅឃើញដូរមកអញ្ចឹងទៅយើងទៅថាច្រឡំបល់អញ្ញាបាយបិណ្ឌជាបាយបាត់មិនមែនអញ្ចឹងទេហើយបរិយាកាសហ្នឹងគេមនោរមគេសើចលេងក្អាកអាយជាមួយគ្នាញញឹមយើងឯណាហ៊ូយពធប្រធានខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាយើងធ្វើជាផ្នែកជាច្រមុះរបស់ជាតិយើងផងកុំឲ្យគេឌីលយើងទៅនិយាយពីរឿងលោកអនុទិនច័ន្ទវីរៈគុលហ្នឹងយើងសប្បាយចិត្តយើងស្អំចិត្តដែរប៉ុន្តែមិនមែនជារឿងត្រឹមត្រូវទេបងប្អូនយើងមើងងាយខ្លួនឯងទេយើងបន្ទាបបន្ថោកតម្លៃខ្លួនឯងទេព្រោះអីព័ត៌មានពិតវាមិនមែនអញ្ចឹងយើងទៅមើលសាច់រឿងចាក់ស្ដែងគឺវាអញ្ចឹងខ្ញុំគ្រាន់តែជម្រាបជូនបងប្អូនឲ្យយល់ហើយអាហ្នឹងដែលអកុសលមែនតើគឺយើងអត់មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យនៅស្រុកខ្មែរបងប្អូនទៅតាមតែក្រុមតែស្កគេហ្នឹងទៅឮចឹងទៅសបាយ share like share ហ្នឹងទៅវល់ហើយសបាយណាស់ឲ្យតែមើងងាយថៃអីបន្តិចគឺយើងសបាយណាស់ខ្ញុំជឿថាបងប្អូនមួយចំនួនទេបងប្អូនច្រើនណាស់ក៏មានសិលធម៌សុជីវធម៌ឈប់ទៅបងប្អូនទំនាស់រវាងថៃនិងខ្មែរគឺជាទំនាស់នយោបាយមិនមែនប្រជាជននិងប្រជាជនទេកុំធ្វើយើងឲ្យคล้ายទៅជាទំនាស់ប្រជាជននិងប្រជាជនខ្ញុំបានប្រាប់ច្រើនដងច្រើនសារហើយកុំធ្វើឲ្យមានការស្អប់ខ្ពើមជាតិសាសន៍ឲ្យសោះថោកយើងថោកណាស់នៅពេលដែលយើងបង្កើតសម្អប់ជាតិសាសន៍បើថៃគេស្អប់ក៏ស្អប់តែគេទៅតែយើងកុំថាឆ្កែខំឆ្កែណាបងប្អូនបើយើងចង់បំសម្ដែងសេចក្តីថ្លៃថ្នូរយើងធ្វើឲ្យថ្លៃថ្នូរទៅគេគង់តែនឹងដឹងទេខែងយើងនាំគ្នាអួតថាពិភពលោកគង់តែនឹងដឹងការអត់ធ្មត់របស់ថៃឲ្យកម្ពុជាទេថ្នាក់ដឹកនាំកម្ពុជាលោកហ៊ុនសែនណាថ្លែងសារថ្ងៃហ្នឹងខ្ញុំថាខ្ញុំសូមសរសើរនៅភាពពូកែប្រើនយោបាយប្រជាពិធដ្ឋណាហើយបងប្អូនស្ដាប់ទៅគឺអស្ចារ្យដែរថាយើងថាម៉េចខ្ញុំអានបន្តិចចុះមុនខ្ញុំចូលដល់ស៊ីជម្រៅទៀតលោកហ៊ុនសែនប្រធានព្រឹទ្ធសភានៅពេលដែលមានសេចក្តីថ្លែងការណ៍រួមនៅប្រទេសម៉ាឡេស៊ីអត់ទាន់បានដឹងផលអីនៅឡើយណាខាងថៃគេនិយាយថាកិច្ចព្រមព្រៀងនេះគេស៊ីផុយខាងយើងថាយើងស៊ីដែរតែមិនមែនទេខាងកម្ពុជាអត់មានចំណេញអីទេកិច្ចព្រមព្រៀងនេះសំទោសសេចក្តីថ្លែងការណ៍រួមនេះគឺកម្ពុជាបានថាអន្តរជាតិគេដឹងឮទៅគេ
chẳng vậy thầy dương tới cái bully á bọn ổn dương mình từ sả riêng anh chẳng cái vay cái đâm cái đọt từng một đại dương cái bully cái run chan cái cầm riêngกับhai dương dương bị to đại ấy cái ban tại lớn nước ban dụ sả ban từ lý ban ấy cái mưa ấy cái khơi chỉอันตรายtới cái khơi tới dương sờ bài chất haอย่างhậu nó còn miền nè chui cà biết chương dương chặt tục năng chỉ chụp chơi bàn tay bảo ao dương từ vay từ đăng bully nó cái dương ăn đăng để cái dương sọc chặt ở đây đua lên đây tới dương khai từ chi chân rong cua dương thua luôn ở từ chi chân rong cua đầm bay ban sờ man là chặt vì mình miền ấy khó con với bàn tay dương bằng hai bằng phiệp tuần sai bàn tay lục hôn sai ăn gì hưởng tuần sau vậy ngày ní ha np để cho sự cái khai ca room đang cònทำmà vậy ní chỉ ca promote Paul đào mà rồi đấyในยุทธศาสตร์งัดตายเหมือนสิ่งยิ้มเราบอกนายกรัฐมนตรีคนมันไหนตามระยะการจ่อหัตถเลขาเลยก็ปลอมเปลี่ยนสันติภาพระหว่างกัมพูชีไทยกล่าวการช่วยรีบจำระบอกนายกรัฐมนตรีมาเลเซียได้ที่ประเทศอาเซียนหนึ่งประเทศในประเทศสหรัฐอเมริกาโดนัลด์ทรัมป์การรักษาบ้านในสันติภาพแต่งในประเทศขนมประเทศกัมพูชีแต่งจีมุ่ยประเทศจัดค้างคือจีอาติภาพของปูระบอกยืนสรือโปรโมทพอลดาวมาเลยสถาปัตยวิทยาบางคนสดับtớiแต่อย่างน่ะขึ้นช่วยตรอเตปันใต้ตาสรือโปรโมทดาวมาเลยนี่คือเชียร์สระง่ายหรือก็เชียร์สรือทงนดักกรอบยังจำมือตาวิเชียร์สระง่ายหรือก็เชียร์สรือเหมือนแต่ขึ้นมันเป็นโยนลมอัดให้อัดอ้อยบอมโอนขอจัดได้ขอหน่ะอ้อยบอมโอนกึศพิจารณาให้ช่วยเตรียมตรวจขี้เนี่ยกลมอ้อยเนี่ยอยู่บ้านชีใส่แรงได้มาดองเตี้ยปฏิกาเรื่องลูกอันเต้นหนึ่งลูกคนมันไหนพลัดโดสละสัญญาขี้เนี่ยนี่ส่งบรรจบตำนานบานให้บอมโอนชุบแชร์ชุบไอเตี้ยให้ชุบคำมันไอเตี้ยริกุลไอเตี้ยยังอัดดังพอดมีนจังให้ยังริกุลให้ยังสาวจำอ้อยังหล่อลอยด่าเกนจังคือยังคว้าพอดมีนจังยังออนคลุนไอเตี้ยกลมถ้วยไอให้ชุบส่งบอบอมโอนจีแฟนสบอมูนอะไรต่โอ้รุมลองกลมแชร์หรือบอลจังไอช่วยขึ้นเนี่ยมันเนี่ยติดเตอร์บานพอดมีนปันนังให้หรือกบอมโอนโยธาโอ้มูนอะไรนั่งเบาเด้ปะตอแชร์ติดเตอร์ตามกากูคือเหมือนขอดเตบสันจิบองปอนรีเป็นจัดในขนมเพียบอะสลัดทออะกุนทอควัสจีบทอนั่งทัวติดตือให้ยังเหมือนควาเตปันใต้สมวอบองปอนมวยกรมตัวเซซาในขนมบันไดสังคมเฟซบุ๊กไอ้กระดอยริกุลแปรมหาสัตว์ไทยมหาสัตว์ไทยได้ซอยตีของกฎตาให้từซอยจุบเลียงจำอมือสาวประสบเกย์นั่งเหมือนไตรเต้แบบบองโอนความโปรรัฐบาลกัมพูชีกับมุกหรือก็คณะปราบประชาชนกัมพูชีบองโอนกำปงแต่ดาวตุยปีมีกีระบคณะปราบประชาชนกัมพูชีในรัฐบาลกัมพูชีได้ให้ดังปลุกยมคืนซาสรุปเล็กตกระบาดลูกคนมันไหนเสยกู้อายุจัดกอดเสยซารุมเล็กตกจูนtừลูกอนุตินจันทร์เรียกุลดำนางเอาประเทศประชาชนกัมพูชีถ้ากัมพูชีมีนสกัดได้สาวสังเรงจังเครียมครามบ่มพดจมพูกาซอยตีบังกุดระบบพระมหากษัตริย์ไทยสิริกิติ์ได้เชียร์พระเมตตาเชียร์ไทยนู่กัมพูชีจัดตกทานนี้คือจีกาบัดบ้องดอกทมเทนระบบประเทศไทยได้เชียร์ทนเทียนหรือก็เชียร์บุคคลได้กู้เอาจิตตีกรุบขมงคู่บ่มพดไอพองกัมพูชีสมได้สมานการโจรวมมรณะตกขนมทานนี้คือเชียร์อำเภอไทยธโนบ่มพดระบบนักดังนอนกัมพูชีกู้ไอคอร์สซาให้ขนมทานเชียร์ปีที่ซาเชียร์ปีที่ไอกระดอยคือเชียร์วิธีซับซาอ้อมจัดขี้ดำใบเอายื่นแต่รกพิบซับซาขี้สมใบแต่ซาหลุมไหลตกยื่นเหมือนไอทัวบ้านยื่นแต่อาเจียเนี่ยขี้อย่างไม่บดชุลขี้อย่างไม่อันนั้นจังใหญ่ท่ายื่นพอดูผนักกลุ่มเล็ดมวยแต่ให้ขนมซาลูกคนเหมือนไอขนมอัดเมียนไอแต่ตรึมันซากอดเหมือนบานเต้ขนมในแต่กอดทัวตรำตรึแบบนี้เจียสลัดทอเจียสกัดได้ทลายขนมแบบนี้ลูกตัวบ้านกากรุบหนึ่งเข้าซาได้ทานนี่คือเจียตุ่มเวอร์ทลายขนมขนมนิ่มเจียเน็ตเด็กนอมเมียนสุจีฝัดทอมเมียนสลัดทอในโครงการนี้ยืนเตยเพียกีไทยดับไม่หลุมไหลตกขนมนิ่มจีประชีชิดการไปชีดับผมเปลี่ยนเนี่ยจอบอมโอนได้นวมขี้ความตรอรัฐบาลการไปชีให้เชี่ยมขมายบอลลูกคนมันนายทาลูกดำนางเอาซามุยประเทศการไปชีเตยหลุมไหลตกในยีเรื่องหล่อปีประมาณสตรีไทยได้ชาวตีบังกดหัดไอจีบอมโอนนอมคือเตยบ่มพลางโจเตยขนมตุ่มปอเฟซบุ๊กระบาดข่าวสดจีพิซาอังเลเจ้ปติดดัชซาเมืองยี่ริกุลประมหากษัตริย์ไทยถ้าเชียสตรีเชียโอ้ยสลับตัวคือถ้าหัวหนีไซอะบอมโอนไอบอมโอนคลาทำส่วนปุ่ไทยครูนไอนั่นประกาศข่าวขมาวนั่งจะแต่ทามืองี้ขมายออเต้ข่าวนั่งเจนปีกัมพูชีต่างอ๋ออยู่อันเป็นไทยนะประกาศเตะกรมตะทาเกเลยไปข่าวสดเกอัดจุ่มเรื่องคือเกบัดต้องคำมันเจ้ามองโดยซาแต่ขมายยืนนั่งตัวสาวเจประมหากษัตริย์ไทยเกคลังเป๊ะจะบองโอนจองบ้านไอ้ประกาศหนึ่งร
រដ្ឋាភិបាលបងប្អូនដែលគ្រប់គ្រងកាត់មុខនឹងចង់ឲ្យបានសុខសន្តិភាពអត់ធ្មត់ហើយពេលជាមួយគ្នាលួចជេរគេរហូតបន្តិចផ្ដាសាមើងងាយគេរហូតប៉ុន្តែខាងនេះផ្លូវទូតផ្លូវការអត់ធ្មត់អីអញ្ចឹងទៅវាថាវាផ្ទុយគ្នា 100% 100 degree 180 degree អញ្ចឹងហេតុអីបងប្អូនជ្រើសរើសផ្លូវហ្នឹងខ្ញុំអត់យល់បើថាផ្កាប់មុខក៏ផ្កាប់មុខចុះប៉ុន្តែឲ្យវាមើលទិសខ្យល់ផងហ៎ដូចបាច់អង្កាមប្រច្រាស់ខ្យល់បែបនេះដូចជាមិនត្រូវសោះវាចូលពេញភ្នែកយើងណាហើយថ្នាក់ដឹកនាំគេខំប្រឹងអញ្ចឹងហើយយើងទៅជេរបន្តិចផ្ដាសាអត់ព្រមដូរចិត្តហើយខ្ញុំសរសើរលោកហ៊ុនសែនដែរថៃក៏គេសរសើរលោកហ៊ុនសែនដែរណាចឹងមិនថាយើងគួរមើលថ្នាក់ដឹកនាំគួរមើលបរិយាកាសផងកុំជាឧបករណ៍នយោបាយឲ្យគេដើរដល់ណាអស់ហើយយើងអត់ព្រមដូរលោកហ៊ុនសែនថ្មីនេះមានចាំទេគាត់សរសេរសារមួយគឺថ្កោលទោសក្រុម K01 K01 ដែលដុតបំផ្លាញផលិតផលថៃហើយអប់រំណែនាំថាកុំធ្វើអំពើថោកទាបផ្ដេសផ្ដាស់បែបហ្នឹងសាររបស់លោកហ៊ុនសែននឹងទទួលបានការសាទរពីខាងមជ្ឈដ្ឋានថៃច្រើនណាគេយកទៅផ្សព្វផ្សាយថាមើលឃើញនាយករដ្ឋមន្ត្រីឃើញប្រធានព្រឹទ្ធសភាខ្មែរមិនចំពោះថាគាត់ប្រព្រឹត្តផ្ដេសផ្ដាស់យ៉ាងណាតាក់ទងនឹងរឿងផៃថងឋានរឿងគ្រួសារតកូលថៃស៊ីននេះគេមិនអត់អោនគាត់ឬក៏អីអានឹងរឿងផ្សេងប៉ុន្តែគេនៅតែទទួលយកថាមកដល់ម៉ោងហ្នឹងស្រាប់តែលោកហ៊ុនសែនសរសេរសារអំពីការដែលធ្វើបេក្ខការផលិតផលគេរហូតដល់ដុតអីហ្នឹងគឺជាអំពើផ្ដេសផ្ដាស់ឃើញល្អហើយបងប្អូននេះជាសារនយោបាយទេប៉ុន្តែវាចំណេញដែរសម្រាប់ថៃគេមើលមកផ្លែតមកគេថាយីចុះថៃជេរខ្មែរប្រសាចអីធ្វើបេក្ខការមើលប្រធានព្រឹទ្ធសភាខ្មែរគេមានសារមួយឃើញទេយើងមិនមើលគំរូគាត់ផងហេតុអីបានយើងមិនឈប់ដៃសោះហើយក៏ជាតិនិយមជ្រុលម៉េចថៃយើងហ្នឹងគេមានគេថាអញ្ចឹងដែរប៉ុន្តែជាសារនយោបាយបែបនេះលោកហ៊ុនសែនភ្លេចគិតខ្លួនឯងដែរថាត្រីដាណាលោកស្រីត្រីដាណានោះដុតផលិតផលថៃឲ្យឡើងពាយមុននឹង K01 នឹងទៀតហើយលោកស្រីហ៊ុនម៉ាណាអាស៊ីណាតនោះដែលជាបងស្រីបង្កើតរបស់លោកនោះនិយាយពីដាក់ប្រសាសបដាសាគេនោះកុំឲ្យអ្នកណាយកនាំផលិតផលថៃមកចូលស្រុកខ្មែរនោះឲ្យលលាយអូបើសិនជាអញ្ចឹងលលាយអស់ហើយលោកស្រីហ៊ុនស៊ីណាតអើយបើសិនជាយើងដាក់បដាសាអ្នកដែលយកផលិតផលថៃចូលស្រុកខ្មែរហ្នឹងគឺក្រមមន្ត្រីគណៈបកប្រជាជនកម្ពុជានិងអ្នកកាន់អំណាចសពថ្ងៃហ្នឹងលលាយអស់មកស្រុកខ្មែរហើយដាក់ទំនាយបែបនេះព្រោះអីនៅកំពង់ផែក្រុងបរសៃអនុហ្នឹងនៅពេលដែលអត់នាំមកតែផ្លូវគោកហ្នឹងតាមមន្ត្រីរដ្ឋាភិបាលដែលជាក្រុមរបស់បងប្អូនរបស់លោកស្រីតាដែលដឹកមកហ្នឹងរាប់ម៉ឺនកុងតឺន័រលើស 600% នៃផែនការដែលនាំចូលតាមកំពង់ផែកាលពីឆ្នាំ2024បានតាមិនដល់ប៉ុណ្ណឹងឥឡូវឡើង 600% សិតតែផលិតផលទំនិញថៃតាអ្នកណាអ្នកនាំមកខាងរដ្ឋាភិបាលកម្ពុជាហើយរដ្ឋាភិបាលកម្ពុជាដឹកនាំដោយអ្នកណាលោកហ៊ុនសែននឹងជាអ្នកណាជាបងជាប្អូនបង្កើតរបស់ហើយចោះលោកហ៊ុនម៉ាណែតហ្នឹងគេជាសាច់សាលោហិតរបស់លោកស្រីដែរតាហើយអ្នកស្រីប៊ុនរ៉ានីហ៊ុនសែនដែលជាភរិយារបស់លោកហ៊ុនសែនហ្នឹងក៏ធ្លាប់ប្រកាសស្អីសតាអាចៅសៀមសតាអីផលិតផលសៀមហ្នឹងស្អប់ខ្ពើមអត់ឲ្យនាំទាំងអស់ហ្នឹងលោកអត់ទាំងដែលថាអីមកតែខ្ញុំមិននិយាយទៅកកកកាយអីថតសារដើមទេខ្ញុំចង់និយាយថាកុំចាញ់បោកអ្នកនយោបាយត្រូវមើលទង្វើការប្រព្រឹត្តរបស់គាត់ជួនកាលកលៈទេសៈណាមួយគាត់ចេញសារមួយហ្នឹងគឺស្អំចិត្តអញ្ចឹងប៉ុន្តែអាការពីមុនគេថាអីថាឲ្យគាត់ខ្លួនឯងក្រុមគាត់ហ្នឹងឯងអ្នកធ្វើបេក្ខការផលិតផលថៃអ្នកទប់ទំនិញថៃអ្នកហាមសាំង PTT ឬបន្លែឬបកាអីជាអ្នកលើកទឹកចិត្តសិតតែក្រុមគាត់ហ្នឹងតាពីដើមឡើយមកលោកហ៊ុនសែនតើអ្នកថាមានអ្នកណាថាដល់ពេលឥឡូវគាត់មកថាអញ្ចឹងយើងចាប់ផ្ដើមគិតថាអូយថ្នាក់ដឹកនាំយើងល្អម៉េះមិនអីទេធ្វើត្រូវខ្ញុំសូមសរសើរនៅពេលដែលពួកខ្ញុំអត់សូវគ្រប់គ្រងរឿងការធ្វើបេក្ខការនឹងហ្មងដែរខ្ញុំសូមអធិស្ឋានបងប្អូនព្រោះអីខ្ញុំមិនស្អប់ផលិតផលទេខ្ញុំស្អប់អ្នកនយោបាយកក្រិចផលិតផលគ្នាមិនដឹងរឿងទេអាជីវករក៏គ្នាមិនដឹងរឿងដែរតែយើងទៅបេក្ខការទៅដុតចោលអីប្រទេសផ្ដាស់ចឹងមួយចំនួនចឹងទៅយើងដូចថាយើងគេហៅថាបាញ់សัตว์នៅក្នុងទីងងឹតឲ្យបិទភ្នែកបងប្អូនវាអត់ត្រូវទេយើងបាញ់ឲ្យតែថ្លង់ឲ្យតែលឺពេញផ្ទៃអាកាសសាហ្នឹងទៅអត់ត្រូវសัตว์បានមួយទេបិទភ្នែកឲ្យយប់ងងឹតទៀតហើយយើងចេះតែបាញ់ព្រាវអញ្ចឹងទៅវាគ្រាន់តែលឺក្ដុងក្ដាំងរំខានគេប៉ុន្តែវាអត់បានផលខ្ញុំអត់ចង់ឲ្យបងប្អូនធ្វើអញ្ចឹងទេបើចង់ធ្វើបានផលជាមួយថៃមិនមែនរឿងបេក្ខការទេថៃអត់ដែលបានមកធ្វើកិច្ចព្រមព្រៀងជាមួយយើងឬក៏អីបាត់ឈប់បាញ់ដោយសារយើងបេក្ខការផលិតផលថៃណាអត់អាលីងថៃគេធ្វើដោយសារតែគេចាប់ផ្ដើមបានដីយើងបានអីហើយយើងព្រមឲ្យគេយកទៅកុំមាត់គេចោះដោយសារតែអញ្ចឹងទេគេអត់មានរឿងយើងហាមផលិតផលថៃបេក្ខការអូយយើងធ្វើ100ឆ្នាំទៀតក៏បានខ្ញុំនិយាយបងប្អូននឹងឈឺចាប់យើងធ្វើបេក្ខការផលិតផលថៃ100ឆ្នាំទៀតក៏បានដែរថៃអត់ត្រូវការពឹងលើផលិតផលទីផ្សារខ្មែរតែមួយទេថៃមានទីផ្សារម៉ាឡេទីផ្សារចិនទីផ្សារសិង្ហបុរីទីផ្សារឥណ្ឌូនេស៊ីហ្វីលីពីននៅសហរដ្ឋអាមេរិកនេះទីផ្សារថៃធំណាស់
តែខ្មែរយើងសូម្បីបិទផលិតផលថៃហើយនឹងយើងអត់ទាន់បានចំណេញអីច្រើនទេបងប្អូនបានតែរងទុក្ខវេទនាដោយអ្នករកទទួលទានព្រំដែននឹងរងផលប៉ះពាល់ពលករចំណាក់ស្រុកនឹងចាប់ផ្ដើមរត់ទៅរត់មកអត់ការងារធ្វើទៅហើយផលិតផលយួននិងផលិតផលចិនបាក់ទំនប់មកពេញស្រុកខ្មែរមានផលិតផលខ្មែរណាផលិតតាន់បើយើងអត់ដែរត្រៀមខ្លួនអញ្ចឹងស្រូវនៅ1គីឡូ600ដែរណាដូច្នេះឥឡូវយើងចាំមើលរឿងបន្តទៀតខ្ញុំចង់និយាយអំពីសិលធម៌សុជីវធម៌ឥឡូវនិយាយដល់សាច់ការទម្រាំដល់សាច់ការហ្នឹងគឺបង្អែមលៀងមាត់ហ្នឹងចង់ស្ងួតខ្ទះខ្លោចគោឡើងចង់ខ្លោចសូមអធិស្ឋានបងប្អូនចំណងជើងដែលខ្ញុំដាក់នេះគឺកម្ពុជាថៃចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមិនហ៊ានប្រើពាក្យកិច្ចព្រមព្រៀងសន្តិភាពទេហេតុអីបានជាយើងចុះហត្ថលេខាដើម្បីសន្តិភាពយើងអត់ហ៊ានប្រើពាក្យកិច្ចព្រមព្រៀងសន្តិភាពអ្នកដែលប្រើគឺលោកដូណាល់ត្រាំអ្នកដែលប្រើពាក្យថាកិច្ចព្រមព្រៀងសន្តិភាពគឺលោកដូណាល់ត្រាំនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាម្ចាស់ផ្ទះប្រហែលជាចង់ផ្គាប់ចិត្តលោកត្រាំហើយខ្ញុំប្រាប់ថាហេតុអីបានជាលោកត្រាំចង់ឲ្យពិធីចុះហត្ថលេខានេះគឺជាកិច្ចព្រមព្រៀងសន្តិភាពព្រោះលោកត្រូវការបន្ទុកដើម្បីយកទៅបានពានរង្វាន់ Nobel សន្តិភាពនៅឯឆ្នាំ2026បើអត់មានពាក្យសន្តិភាពនៅក្នុងហ្នឹងតើមកចុះហត្ថលេខាបានប្រយោជន៍អីព្រោះហត្ថលេខាហ្នឹងចុះម្ដងហើយតើបាត់ឈប់បាញ់ថ្ងៃ28ខែកក្កដាមានអាមេរិកនៅជាជំងឺអត់បានប្រយោជន៍អីសោះថៃនៅតែសម័យក្នុងខោថ្ងៃទី7ខែសីហាចុះនៅម៉ាឡេទៀតអាមេរិកនៅជំងឺអត់តែដល់លោកដូណាល់ត្រាំតាអាការចុះលើកទី1បាត់ទាហានខ្មែរ18នាក់ដល់តែពេលចុះលើកទី2ថ្ងៃទី7បាត់អស់ហើយព្រំដែនខ្មែរយើងប្រាសាទតាមាន់ធំភ្នំទ្របច្រកអានសេះស្អីនឹងអាតំបន់ដល់ព្រៃច័ន្ទភូមិជោគជ័យបាត់អស់ទៀតថៃសម័យក្នុងខោឥឡូវចុះលើកទី3ហ្នឹងតើខ្មែរបាត់អីទៀតបងប្អូនបើអាទី2លើកហើយអត់មានថៃគោរពអីសោះហើយទៅយើងជឿជាក់ម៉េះថាថៃនឹងគោរពព្រោះថៃអត់ចង់ចុះទេថៃចុះកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍រួមអត់ប្រើពាក្យកិច្ចព្រមព្រៀងសន្តិភាពទៀតព្រោះថៃអត់ចង់បានសន្តិភាពហ្នឹងឯងអ្នកនយោបាយថៃក៏គេរិះគន់ថៃដែរថាយីក៏ជាតិនិយមជ្រុលម៉េះក៏ប្រើពាក្យសន្តិភាពហ្នឹងមិនបានយើងចង់បានសង្គ្រាមមែនប៉ុន្តែលោកអនុទិនច័ន្ទវរៈគុលពេលដែលថ្លែងហ្នឹងគឺថាថៃជាជាតិសាសន៍ស្រឡាញ់សន្តិភាពប្រទេសថៃគឺមានន័យថាសន្តិភាពស្រឡាញ់សន្តិភាពអញ្ចឹងហ្មងគាត់និយាយអញ្ចឹងប៉ុន្តែវាជាសារនយោបាយបោកប្រាស់សុទ្ធសាធដែលស្រឡាញ់សន្តិភាពមកពីណាមករំលោភបំពានទន្ទ្រានយកដីគេយកអា F16 ផងយកអា Gripen Fighter Jet អាចដែលលោកអនុទិនច័ន្ទវរៈគុលលោកថៃមិនមែនគាត់កាន់អំណាចផងអាកាលតលាក់គ្រាប់ហ្នឹងកាលហ្នឹងនៅក្រោមការគ្រប់គ្រងរបស់ផៃថងឋានតាឬក៏លោកភូមិធម្មវិឆ័យឆៃតាអីអញ្ចឹងទៅអាចអញ្ចឹងដែរតែពេលឥឡូវគាត់ថាស្រឡាញ់សន្តិភាពតែនៅក្នុងការគ្រប់គ្រងរបស់គាត់ហ្នឹងគឺថៃរត់តែទន្ទ្រានដីនៅភូមិព្រៃច័ន្ទឈូសឆាយដែរទេដូច្នេះវាអត់មានកន្លែងណាដែលថៃស្រឡាញ់សន្តិភាពទេគឺថៃស្រឡាញ់ការទន្ទ្រានយកដីយើងតែប៉ុណ្្នឹងឯងហើយអត់ហ៊ានប្រើពាក្យថាកិច្ចព្រមព្រៀងសន្តិភាពទេថៃច្បាស់ខ្លួនឯងហើយថានេះមិនមែនជាកិច្ចព្រមព្រៀងសន្តិភាពពាក្យថាកិច្ចព្រមព្រៀងសន្តិភាពគឺលោកត្រាំខ្លួនឯងទេដែលចង់បានដើម្បីអីបើពិន្ទុនៃការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពហ្នឹងគឺយកទៅថា8ខែបាន8កិច្ចព្រមព្រៀងសន្តិភាពលោកចង់រៀបជាអញ្ចឹងខែហ្នឹងគឺជាខែទី8ហើយលោកត្រាំចង់ឲ្យបានអញ្ចឹងយកទៅដាក់នៅក្នុងគណៈកម្មការ Nobel Peace Prize គឺពានរង្វាន់សន្តិភាពហើយលោកហ៊ុនម៉ាណែតហ្នឹងក៏មិនភ្លេចថ្លែងអំណរគុណសហរដ្ឋអាមេរិកហើយបង្ហាញពីលិខិតមួយដែលគាត់ជូនទៅលោកដូណាល់ត្រាំដើម្បីដូចជ្រើសតាំងក្នុងនាមជាប្រទេសកម្ពុជាគឺលើកទឹកចិត្តឲ្យលោកត្រាំហ្នឹងបានទទួលពានរង្វាន់ Nobel សន្តិភាពអីអញ្ចឹងទៀតនៅក្នុងពិធីចុះហត្ថលេខាហ្នឹងដើម្បីបំពេញចិត្តផ្គាប់ចិត្តលោកត្រាំប៉ុន្តែអត់ទាន់ដឹងថាតើយើងបានអីនៅឡើយទេពីសេចក្តីថ្លែងការណ៍រួមហ្នឹងគាត់ថាឆ្លៀតឱកាសហ្នឹងយកបងឲ្យណែបញ្ជូលលោកត្រាំបន្តិចទៅឲ្យគាត់សប្បាយចិត្តគាត់ញញឹមឲ្យទៅលឺសូររឿងបាននេះហ្នឹងគាត់ញញឹមតែវាមិនអីទេខ្ញុំវាមិនទទួលមិនអីទេគាត់ថាវាមើលមកវាជាឆាកសខោនជាការសម្ដែងណាបងប្អូនជានយោបាយដែលយើងនឹងចេះតែទៅនាំគ្នាទៅធ្វើបង្ក្រប់កិច្ចទៅដើម្បីឲ្យបានផលទៅអាមេរិករឿងស្អីNobel Peace Prize ដល់ពេលហើយមកមើលខ្លឹមសារនៃកិច្ចសន្យាហ្នឹងកិច្ចសេចក្តីថ្លែងការណ៍ដូចខ្មែរដូចអត់សូវបានអីផងតែបានទៅថៃច្រើនជាងវិញឥឡូវខ្ញុំនឹងប្រាប់ថាភាគីកម្ពុជាក៏អត់ប្រើកិច្ចព្រមព្រៀងសន្តិភាពដែរគឺយើងប្រើសេចក្តីថ្លែងការណ៍រួមដូចគ្នាខ្មែរក៏អត់ហ៊ានប្រើកិច្ចព្រមព្រៀងសន្តិភាពដែរជាលក្ខណៈផ្លូវការរបស់រដ្ឋាភិបាលកម្ពុជាព្រោះអីសេចក្តីថ្លែងការណ៍របស់គាត់របស់រដ្ឋាភិបាលកម្ពុជាចេញថ្ងៃហ្នឹងមើលគាត់ប្រើពាក្យសេចក្តីថ្លែងការណ៍រួមតានេះអត់មានប្រើពាក្យថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុង
កលាលំពួរអីទេថៃក៏គេច្បាស់តាំងពីដើមទីមកថៃអត់ប្រើពាក្យកិច្ចព្រមព្រៀងហ្នឹងតាំងពីលោកហ៊ុនម៉ាណែតនិយាយថាស្អី JBC នោះគឺមានថៃព្រមប្រើផែនទីខ្នាត1លើ200,000មកថៃឡំប៉ាបដ ாய் លែងឲ្យមានអាកិច្ចព្រមព្រៀងសូម្បីតែដឹងថាកិច្ចស្អីក៏ដោយក៏ថៃបានចំណេញជាងខ្មែរនឹងក៏ដោយក៏អត់ព្រមដាក់កិច្ចព្រមព្រៀងឲ្យប្រើជាសេចក្តីថ្លែងការណ៍ឲ្យខ្ញុំបញ្យល់ថាហេតុអីបានជាប្រទេសថៃប្រើសេចក្តីថ្លែងការណ៍ឥឡូវកម្ពុជាក៏ស្របតាមពាក្យសេចក្តីថ្លែងការណ៍រួមតែមិនមែនជាកិច្ចព្រមព្រៀងសន្តិភាពនេះប៉ុន្តែនៅប្រទេសកម្ពុជានឹងគ្រប់គ្នាគឺនិយាយកិច្ចព្រមព្រៀងសន្តិភាពគ្រប់គ្នាបាត់ទៅហើយដោយសារអីយើងចង់បានសន្តិភាពមិនអីទេប្រើទៅព្រោះអីបងប្អូនពេញចិត្តនឹងប្រើពាក្យហ្នឹងថាពេលគេជួបគ្នាគឺវាមានសុខសន្តិភាពអញ្ចឹងហើយមិនអញ្ចឹងហ៎អត់អីទេសប្បាយចុះព្រោះអីយើងកាត់ទុកយូរហើយឲ្យតែមានដំណោះស្រាយអីចឹងសប្បាយចុះប៉ុន្តែបងប្អូនកុំអាលសប្បាយដោយខ្លាំងពេកហើយឲ្យអ្នកនយោបាយបោកប្រាស់ខ្ញុំអានសេចក្តីថ្លែងការណ៍រួមនេះដែលមិនមែនជាកិច្ចព្រមព្រៀងពាក្យថាសេចក្តីថ្លែងការណ៍បានន័យថាជាការសន្យានឹងធ្វើអីមួយបើកិច្ចព្រមព្រៀងតែម្ដងគឺបានន័យថាជាការបដិញ្ញាគោរពតាមតែអានេះគឺជាការសន្យាអានឹងមិនខុសអីពីសេចក្តីជូនដំណឹងរបស់កម្ពុជាទៅ ICJ ទៀតហើយវាគ្រាន់តែជាការសន្យាជាការជូនដំណឹងជាការប្រាប់ថាខ្ញុំនឹងប្តឹងតែអត់ប្តឹងទេដូចគ្នាលិខិតនេះគឺសេចក្តីថ្លែងការណ៍រួមបងប្អូនខ្ញុំសូមអធិស្ឋានសំខាន់តែអភ័យទោសពីអ្នកស្ដាប់ទាំងអស់គ្នាទាំងខាងគណៈបកជាពិសេសគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាបងប្អូនអាចនឹងស្ដាប់ទៅដូចជារកម្មចិត្តបន្តិចហើយដូចថានិយាយទៅដូចអត់មានបានផលអីទេអញ្ចឹងខំសប្បាយខំទៅអត់អីទេចុះព្រោះយើងថាវាមានភាពស្ងប់ស្ងាត់អីអញ្ចឹងក៏វាបានសេចក្តីសុខបងប្អូនយើងមិនលឺសូអាស្អីមីក្រូតម្លង់សំឡេងខ្មោចសំឡេងយន្តហោះទម្លាក់គ្រាប់អីធ្វើឲ្យខូចទឹកចិត្តប្រជាពលរដ្ឋអីនៅតំបន់ព្រៃច័ន្ទភូមិជោគជ័យអីហ្នឹងយូរពេកតែក៏វាធូរដែរព្រោះពេលហ្នឹងក៏អាចមានការយល់ស្របគ្នាថាមិនឲ្យមានភាពរពើរពើងអីចឹងទៀតដែរណាប៉ុន្តែអ្នកណានៅហ្នឹងណាបងប្អូនណាសេចក្តីថ្លែងការណ៍នេះគឺអ្នកណានៅហ្នឹងមានតែដកទ័ពថយចេញថែមទៀតផងមិនមែនត្រឹមនៅហ្នឹងទេគឺកម្ពុជាយប់នេះបងប្អូនទៅមើលការផ្សាយផ្ទាល់របស់ក្រសួងការពារជាតិកំពុងតែដកអាវុធយុទ្ធភ័ណ្ឌចេញពីព្រំដែនជាប់ថៃហើយគឺដកតែកម្ពុជាអត់ដែលប្រើពាក្យដកទេដកទ័ពដកអាវុធថយហ្នឹងគឺយើងប្រើកែសម្រួលដូច្នេះបងប្អូនបើឮសូរពាក្យកែសម្រួលគឺដកទ័ពកែសម្រួលនៅភូមិព្រៃច័ន្ទជោគជ័យគឺវាកំទេចជំលះប្រជាពលរដ្ឋនិងឲ្យដូចថារើចេញពីកន្លែងហ្នឹងអញ្ចឹងតែខ្មែរយើងប្រើពាក្យសម្របសម្រួលកែសម្រួលហ្នឹងគឺជាភាសាផ្លូវការទេតែមែនតើយើងឃើញរត់ក្រោះឬក៏កំភ្លើងធំអីហ្នឹងគឺគេផ្សាយផ្ទាល់តើបងប្អូនទៅបើកមើលរបស់ក្រសួងការពារជាតិនេះម៉ោងខ្ញុំកំពុងផ្សាយហ្នឹងស្រួលព្រោះមុនហ្នឹងបន្តិចប្រហែលជាកន្លះម៉ោងហ្នឹងគឺគេកំពុងផ្សាយផ្ទាល់ពីការដឹកអាវុធយុទ្ធភ័ណ្ឌពីខេត្តពោធិ៍សាត់ហ្នឹងមកពីព្រំដែនថៃហើយព្រំដែនខ្មែរថៃហើយដូច្នេះកម្ពុជាគឺយើងឈានលឿនជាងថៃមួយជំហានខ្ញុំសូមស្កោតសរសើរដែរដោយសារតែយើងចង់បានសុខសន្តិភាពមិនចង់ឲ្យមានបញ្ហាគឺយើងដកទៅកុំចាំបាច់វែងឆ្ងាយអីព្រោះថៃទៀមទា4ចំណុចហ្នឹងមួយចំណុចគឺដកកំភ្លើងធំចេញពីព្រំដែនហ្នឹងមកប៉ុន្តែបងប្អូនចេះសួរថាចុះយើងថតដកយើងក្រឹកក្រែងហ្នឹងចុះថៃគេដកនៅកុំអាលសួរទៅថៃបងប្អូនថៃគេថាទាល់តែខ្មែរធ្វើមុនបានគេធ្វើតាមក្រោយណាវាទៅចេះវាខុសរឿងព្រំដែនបិទណាតតែខ្មែរបើកមុនបានតតែថៃបើកមុនបានខ្មែរបើកព្រោះថៃអ្នកបិទមុនប៉ុន្តែរឿងដកសពាវុធនេះរឿងទាំង4ចំណុចនេះគឺតតែខ្មែរធ្វើមុនទៅថៃធ្វើតាមក្រោយហើយវាជាលក្ខខណ្ឌមួយដើម្បីដោះលែងទាហានខ្មែរទាំង18នាក់ដែរព្រោះគេក្នុងកិច្ចព្រមព្រៀងហ្នឹងគឺគេកិច្ចសេចក្តីថ្លែងការណ៍ហ្នឹងគេនិយាយព្រមតាមសំណើថៃ4ចំណុចហ្នឹងគឺតតែខ្មែរអនុវត្តបានជោគជ័យពេញលេញហើយភាគីទាំងពីរទទួលស្គាល់ថាឥឡូវបានពេញលេញជោគជ័យហើយបានដោះលែងទាហានខ្មែរទាំង18នាក់អត់មានដោះលែងភ្លាមទេហើយសូម្បីតែការបកប្រែរបស់ខាងរដ្ឋាភិបាលកម្ពុជាយើងក៏បកប្រែចំណេញនយោបាយដែរហើយខ្ញុំមិនចង់និយាយថាចំណេញនយោបាយខ្ញុំចង់ឲ្យបងប្អូនទាហានយើងគេដោះលែងឲ្យបានឆាប់ណាស់18នាក់អត់ត្រូវទុកទៀតទេខ្ញុំនៅតែទាមទារឲ្យថៃដោះលែងអត់មានលក្ខខណ្ឌអីទាំងអស់ក៏ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍រួមត្រង់ចំណុចលេខ5ខ្ញុំផ្ទៀងផ្ទាត់ភាសាអង់គ្លេសនិងភាសាខ្មែរឲ្យបងប្អូនបានយល់ហើយភាសាខ្មែរនេះបើអានមកហ្នឹងគឺយើងសប្បាយចិត្តព្រួយតែម្ដងហើយខ្ញុំក៏សប្បាយចិត្តដែរបើសិនជាកុំខ្ញុំមើលអង់គ្លេសខ្ញុំមើលតែខ្មែរនឹងថាម៉េចទេការបកប្រែរបស់រដ្ឋាភិបាលកម្ពុជាបិទទៅថាបកប្រែក្រៅផ្លូវការក៏ដោយគាត់និយាយឲ្យតែបកប្រែក្រៅផ្លូវការជាភាសាខ្មែរនេះយកទៅអានពេញទូរទស្សន៍ជាតិទូរទស្សន៍ប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាឡើងក៏ក្រើកហើយអត់ឆ្ងល់ទេចំណុចទី5និយាយថា
លើសពីនេះទៅទៀតខ្ញុំអានកថាខណ្ឌចុងក្រោយជាភាសាខ្មែរលើសពីនេះទៅទៀតដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថៃក្នុងការលើកកម្ពស់ទំនុកចិត្តនិងការជឿទុកចិត្តគ្នាទៅវិញទៅមកប្រទេសថៃនឹងដោះលែងឆ្លើយសឹកដោយគ្មានបង្អែបង្អង់ល្អទេបងប្អូនប្រទេសថៃនឹងដោះលែងឆ្លើយសឹកដោយគ្មានបង្អែបង្អង់ភាសាពាក្យថានឹងដោះលែងឆ្លើយសឹកដោយមិនបង្អែបង្អង់ហ្នឹងបានន័យថាត្រូវដោះលែងភ្លាមហើយព្រោះនៅពេលដែលអត់មានលក្ខខណ្ឌនេះមិនចឹងទេតែគាត់ថានៅខាងលើនេះគឺស្របតាមថៃដែរថាទាល់តែអនុវត្តវិធានការខាងលើប៉ុន្តែខ្ញុំចង់មើលចេះសំបីតែអនុវត្តវិធានការខាងលើនឹងហើយទាំង4ចំណុចហ្នឹងគ្រប់ហើយប្រទេសទទួលស្គាល់ថាបានអនុវត្តពេញលេញហើយបានដោះលែងទាហានហ្នឹងនៅក្នុងភាសាអង់គ្លេសកន្លែងដោះលែងទាហានខ្មែរគេសរសេរអញ្ចេះគេដាក់ថា Thailand undertakes to promptly release prisoners of war undertakes មិនមែនដាក់ថា Thailand will promptly ទេភាសាបច្ចេកទេសមួយនេះណាមានន័យជ្រៅណាស់ថៃគេប្រើពាក្យថានៅក្នុងសេចក្តីថ្លែងការណ៍រួមសូម្បីតែខ្មែរចុះហត្ថលេខាតែខ្មែរបកស្រាយមួយបែបតែភាសាអង់គ្លេសអត់និយាយចឹងទេភាសាអង់គ្លេសនិយាយថាពេលដែលបញ្ចប់ធ្វើត្រូវគោលការណ៍លក្ខខណ្ឌ4ខរបស់ថៃទាំង4នឹងហើយប្រទេសទាំងពីរយល់ស្របគ្នាថាបានបំពេញគ្រប់ហើយថៃសន្យា undertakes សន្យានឹងដោះលែងអ្នកទោសសឹកសង្គ្រាមរបស់យើងទាំង18នាក់ដល់ភ្លាមឃើញសំបីតែគ្រប់កិច្ចការអ្វីទាំងអស់ហ្នឹងហើយថៃនៅពិចារណាដើម្បីដោះលែងទៅទៀតសន្យារៀបចំគិតគូរហេតុអីបានជាចាំបាច់សរសេរដល់ប៉ុណ្ណឹងបើសិនជាគ្រប់ហើយយើងត្រូវប្រើឃ្លាមួយពាក្យថា shall ជាភាសាអង់គ្លេសហ្នឹងគឺត្រូវតែមកអត់មាន undertakes ដែលប្រើពាក្យថាសន្យាថានឹងដោះបានន័យថានៅមាននីតិវិធីអីច្រើនទៀតដល់អញ្ចឹងវាឃើញវាខ្ញុំអាណិតទាហានខ្មែរយើងខ្លោចចិត្តហ្នឹងមែនតាដល់ពេលអញ្ចឹងទៅវាដូចថៃហ្នឹងគឺកេងចំណេញសពបែបយ៉ាងក្នុងសេចក្តីថ្លែងការណ៍រួមហ្នឹងក៏ប្រើពាក្យធ្វើឲ្យខ្លួនឯងហ្នឹងនៅតែយកទាហានខ្មែរជាចំណាប់ខ្មាំងបានយូរអង្វែងតទៅទៀតដូច្នេះខ្ញុំមិនដឹងថាពួកគាត់គេដោះលែងលឿនប៉ុណ្ណាប៉ុន្តែមើលទៅកម្ពុជារៀងស្រួលដែរព្រោះយប់នេះពេលចុះសេចក្តីថ្លែងការណ៍រួមអត់ទាន់ស្ងួតទឹកខ្មៅផងហ្នឹងគឺឃើញគាត់ចាប់ផ្ដើមដកទ័ពដកកាភ្លើងអីចេញពីផ្ទល់ដែនអាវុធធុនធ្ងន់ហ្នឹងទៅតាមកិច្ចព្រមព្រៀងហ្នឹងម្ដងទៀតបងប្អូនខ្ញុំប្រើពាក្យថាដកអាវុធធុនធ្ងន់ពីព្រំដែនហ្នឹងគឺរដ្ឋាភិបាលកម្ពុជាគេមិនពេញចិត្តឲ្យប្រើទេគឺគេកែសម្រួលប៉ុន្តែដកមកហើយបាទគាត់ថាយើងយល់ថាវាជាការកែសម្រួលបានន័យថាម៉េចបើក្បាលកាភ្លើងធំហ្នឹងនៅកន្លែងទល់ដែនថៃហ្នឹងកំពុងបែកកណ្ដុងទៅថៃអញ្ចឹងកាយសម្រួលហ្នឹងគឺយើងបង្វិលកណ្ដុងហ្នឹងមកខាងខ្មែរវិញមកតែនៅទីតាំងដដែលតំបន់ដដែលហ្នឹងអាហ្នឹងគឺថាកាយសម្រួលដើម្បីកុំឲ្យកណ្ដុងហ្នឹងទៅថៃពេកប៉ុន្តែនេះគឺដឹកយកមកអស់ហើយហ្នឹងឡើងកាយសម្រួលហ្នឹងគឺជាការដកឲ្យយល់តែប៉ុណ្្នឹងឯងខ្ញុំមិនទៅចង់ទៅតតាំងអីជាមួយពីហើយណាមួយរដ្ឋាភិបាលចង់ប្រើពាក្យហ្នឹងស្អំចិត្តស្អំអីក៏ប្រើទៅព្រោះតែពេលដែលយើងដកសពាវុធហ្នឹងគឺវាត្រូវនៅក្នុងសេចក្តីថ្លែងការណ៍រួមនឹងឯងព្រោះអីមាន4ចំណុចហើយខ្ញុំនឹងអានសេចក្តីថ្លែងការណ៍រួម4ចំណុចឲ្យបងប្អូនជ្រាបចុះប៉ុន្តែខ្ញុំនឹងអានសេចក្តីបកប្រែក្រៅផ្លូវការរបស់រដ្ឋាភិបាលកម្ពុជាចុះព្រោះអីគាត់បកប្រែមិនជាខុសឲ្យគាត់បាក់ប្រែត្រូវចំណុចច្រើនដែលនេះហ្នឹងគាត់ថាបកប្រែក្រៅផ្លូវការគាត់ថាចំណុចកន្លែងលេខ5ហ្នឹងគឺគាត់សប្បាយចិត្តចង់ឲ្យទាហានហ្នឹងបានដោះលែងលឿនហ្នឹងគាត់ថាបីដូចជាប្រាប់ថាដោះលែងភ្លាមដោយអត់មានលក្ខខណ្ឌអីប៉ុន្តែគេមានលក្ខខណ្ឌគេទៀតគេនៅគិតគូរគេនៅមានដំណាក់កាលគេច្រើនទៀតអីអញ្ចឹងណាតែយើងធ្វើម៉េចយើងចង់បានឲ្យគេដោះលែងលឿនតែយើងស្ដាប់ទៅយើងថាអូគឺនឹងដោះលែងភ្លាមអត់ទេនឹងនៅដំណាក់កាលទៀតហើយខ្ញុំនឹងបញ្យល់ពីចំហថៃគេនិយាយរឿងអីនេះអនុទិនច័ន្ទវរៈគុលនេះណាគ្រាន់តែចុះសរសេរចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមអត់ទាន់ស្ងួតទឹកខ្មៅផងទៅដល់ស្រុកថៃធ្វើ live តាម Facebook និយាយឯងឡើងមកកណោក៏ដឹកពីរឿងកិច្ចព្រមព្រៀងសុំទោសសេចក្តីថ្លែងការណ៍រួមនេះបងប្អូនម្ដងទៀតសេចក្តីថ្លែងការណ៍រួមមិនមែនជាសន្ធិសញ្ញាឬកិច្ចព្រមព្រៀងសន្តិភាពទេវាគ្រាន់តែជាការបដិញ្ញាតាំងចិត្តរបស់ភាគីទាំងពីរថានឹងប្រឹងប្រែងដើម្បីឲ្យមានសុខសន្តិភាពជាមួយគ្នាបាទជាកិច្ចសន្យាជាការប្រកាសអំពីការបដិញ្ញារវាងភាគីថៃនិងភាគីកម្ពុជាដើម្បីឲ្យមានសុខសន្តិភាពជាមួយគ្នាយើងស្ដាប់ទៅវាដូចកិច្ចប៉ុន្តែម្ដងទៀតមិនមែនជាកិច្ចព្រមព្រៀងទេព្រោះបើកិច្ចព្រមព្រៀងអត់មានសន្យាអីទៀតទេគឺអនុវត្តយកតែម្ដងហើយមានខត្រូវអនុវត្តភ្លាមអនុវត្តចំណុចនេះត្រូវការពេលរយៈពេលប៉ុណ្ណេះខែប៉ុណ្ណេះអាទិត្យត្រូវតែដោះមីនឲ្យអស់ប៉ុណ្ណេះហត្តាត្រូវតែដោះស្រាយរឿងភូមិព្រៃច័ន្ទដោះអីប៉ុន្តែ4ចំណុចហ្នឹងគឺរបៀបជាសន្យាថាធ្វើឲ្យបានហើយបើធ្វើអត់បានទាហានខ្មែរក៏អត់ដោះបញ្ហាព្រំដែនក៏នៅតែ
nơiសកាអញ្ចឹងទៀតអត់បងប្អូនមិនមានដំណោះស្រាយអីណាលឿនឆាប់ពេកទេនៅក្នុងពេលខ្មែរនឹងធ្វើឲ្យដកតបដកអីចេញពីព្រំដែនទៅកំភ្លើងធំអីវាជាការដែលយើងបង្ហាញអំពីភាពចាស់ទុំរបស់យើងអត់ធ្មត់របស់យើងធ្វើតាមកិច្ចព្រមព្រៀងគ្រប់យ៉ាងឬក៏សេចក្តីថ្លែងការណ៍គ្រប់យ៉ាងវាល្អហើយក៏ប៉ុន្តែថៃបើមិនទាន់មានរដ្ឋាភិបាលថ្មីជំនួសលោកអនុទិនច័ន្ទវរៈគុលទេកុំសង្ឃឹមថានឹងមានការដកអីចេញពីព្រៃច័ន្ទបលាលុះអីហ្នឹងគឺអត់សោះខ្ញុំតែនាម 100% អត់ទៅរួចទេព្រោះអីថៃរឿងនយោបាយគេតែលោកអនុទិនដើរតែខុសកាឡាទេព្រោះគាត់កំពុងតែចង់ខ្លាយជានាយករដ្ឋមន្ត្រីថៃសម្រាប់អាណត្តិក្រោយនាយករដ្ឋមន្ត្រីថៃនេះបានដូចយល់សពទេសប្តាហ៍ថ្ងៃហ្នឹងតំណែងគាត់បានដូចយល់សពតើវាចៃដន្យដោយសារអីដោយសារតែបៃថងឋានត្រូវគេដកតំណែងជានាយករដ្ឋមន្ត្រីហើយគណៈបកប្រជាជនថៃដែលជាគណៈបកប្រឆាំងធំជាងគេដែលមិនចង់ចូលធ្វើជានាយករដ្ឋមន្ត្រីអីសោះប៉ុន្តែមានសម្លេងគ្រប់គ្រាន់ដើម្បីឲ្យអនុទិនច័ន្ទវរៈគុលកាន់តំណែងជានាយករដ្ឋមន្ត្រីហើយគាត់មានតែ69កៅអីហ្នឹងតំណែងនាយករដ្ឋមន្ត្រីត្រូវការ200កៅអីជាងណោះអញ្ចឹងបានគណៈបកប្រឆាំងហ្នឹងគេថាឥឡូវយកសិនទៅកាន់សិនទៅតែសន្យារំលាយសភា4ខែក្រោយអញ្ចឹងអានេះគឺជានាយករដ្ឋមន្ត្រីតំណែងក្នុងក្តីសុបិនទេប៉ុន្តែវាចៃដន្យអីអាក្តីសុបិនគាត់ហ្នឹងគាត់ចង់ធ្វើឲ្យវាអស់ចាទៅប្រជាពលរដ្ឋថៃទុកចិត្តថាគាត់មានសមត្ថភាពដឹកនាំជានាយករដ្ឋមន្ត្រីបើបោះឆ្នោតថ្ងៃពេលវេលារដ្ឋសភាបោះឆ្នោតទៅគាត់អាចជាប់ឆ្នោតដែរណានេះគឺជាអ្នកនយោបាយហើយអញ្ចឹងក៏អត់មានមកឲ្យស្អីបាត់ដីបាត់អីភូមិព្រៃច័ន្ទឬស្អីនឹងមកខ្មែរវិញទេកុំសង្ឃឹម 100% គូថ្មចំណាំទុកបងប្អូនខ្ញុំនិយាយនេះមិនមែនផ្ដាច់ក្តីសង្ឃឹមរបស់បងប្អូនទេប៉ុន្តែរបបនយោបាយថៃគឺនឹងទៅផ្លូវហ្នឹងហើយនាយករដ្ឋមន្ត្រីអនុទិនច័ន្ទវរៈគុលហ៊ានតែប្រាប់ថាតំបន់ព្រៃច័ន្ទនិងភូមិជោគជ័យឥឡូវនេះត្រូវប្រគល់ដីដែលប្រគល់បាន5ហិកតានេះមកឲ្យប្រជាពលរដ្ឋខ្មែរវិញឥឡូវនេះត្រូវដកស្បៃឥឡូវនេះត្រូវសង់ផ្ទះប្រជាពលរដ្ឋដែលឈូសចោល24ម៉ោងអនុទិនច័ន្ទវរៈគុលនឹងបាត់កៅអីពីនាយករដ្ឋមន្ត្រីហើយអ្នកឡើងមកជំនួសអនុទិនច័ន្ទវរៈគុលនឹងធ្វើប្រយ័ត្នជាងច័ន្ទវរៈគុលនឹងទៀតហើយនឹងអត់មានតាក់ទងនឹងរឿងអីខ្ជាក់ចេញមកពីដីព្រំដែននឹងឲ្យខ្មែរទេអត់ទេនេះគឺខ្ញុំច្បាស់ 100% អញ្ចឹងបងប្អូនគិតថាខ្ញុំក្បត់ជាតិអីក៏ក្បត់ចាស់ថាដីនឹងបានទៅគេតែខ្ញុំនិយាយនេះគឺខ្ញុំស្ដាយខ្ញុំចង់ឲ្យបានមកយើងវិញខ្ញុំក្បត់ជាតិនៅក្នុងពេលដែលខ្ញុំចង់បានដីខ្មែរមកឲ្យខ្មែរវិញគឺខ្ញុំចង់ឲ្យយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុន្តែម៉ោងនេះយឺតពេលហើយបងប្អូនមានកិច្ចថ្លែងការណ៍រួមនេះគឺយឺតពេលហើយទាល់តែផ្ទុះអាវុធមកទាំងទៀតបានខ្មែរគិតថាអូមានហេតុផលគ្រប់គ្រាន់ហើយសម្រាប់ប្តឹងបើអត់ទេព្រោះយើងទៅព្រមគ្នាបាត់ទៅហើយនឹងទៅមានរឿងអីទៅប្តឹង ICJ បានវាច្បាស់ជាវិលមកចូលក្នុងយន្តការដើមវិញហើយគឺគណៈកម្មការព្រំដែនចម្រុះ JBC GBC RBC ទៅអ្វីដែលថៃចង់បានតាំងពីដើមទីមកថៃចង់បានឲ្យជជែកគូភាគីចឹងតាខ្មែរអះអាងថាអត់មានជជែកគូភាគីទេជជែកមិនបានទេត្រូវតែប្តឹងតែបានតែជូនដំណឹងចោលមួយទៅ ICJ បាត់ទៅមិនដឹងនៅឯណាផងដល់ពេលឥឡូវថៃលួងយើងចូលមកក្នុងកន្លែងចំណុចដដែលបាត់បង់ជីវិតមនុស្សអស់មកកណោរហូតដល់បាត់ដីយើងដោយសារនៅក្នុងព្រំដែនទៀតផងវិលមកចូលសងថៃដដែលហើយយើងថៃយើងឈ្នះខ្ញុំមិនដឹងដែរឥឡូវខ្ញុំអានឲ្យបងប្អូនស្ដាប់ពីសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃស្ដីពីលទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីទាំងពីរនៅទីក្រុងកូឡាលំពួរប្រទេសម៉ាឡេស៊ីកម្ពុជាខ្លួនឯងអត់និយាយថាសេចក្តីថ្លែងការណ៍រួមស្ដីអំពីសន្តិភាពស្អីពីអីផងហ្នឹងស្ដីអំពីលទ្ធផលនៃជំនួបហើយទៅបានគាត់និយាយយើងជានាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃដោយមានប្រធានាធិបតីសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើជាសាក្សីផងបន្ទាប់ពីបានជួបប្រជុំគ្នានៅទីក្រុងកូឡាលំពួរប្រទេសម៉ាឡេស៊ីថ្ងៃទី26ខែតុលាសូមប្រកាសដូចខាងក្រោមខ្ញុំសូមអានឲ្យបងប្អូនយល់អំពីខ្លឹមសារនឹងចោះដើម្បីឲ្យខ្ញុំពេលដែលខ្ញុំបញ្យល់ពីរឿងខាងថៃតើថៃគេនិយាយមិននៅក្នុងសេចក្តីប្រកាសរួមនេះប៉ុន្តែម្ដងទៀតបងប្អូនសេចក្តីប្រកាសមិនមែនជាកិច្ចព្រមព្រៀងឬសន្ធិសញ្ញាទេដូច្នេះគ្មានកាតព្វកិច្ចចងអ្នកណាឲ្យគោរពតាមទេគោរពតាមគោរពទៅគោរពមិនតាមក៏ហីចោះហើយវាយគ្នាទៀតទៅវាតែប៉ុណ្្នឹងឯងហើយអ្នកណាចាំមើលទៀតទៅយ៉ាងច្រើនអាមេរិកហ្នឹងថាហេខ្ញុំទៅខំប្រឹងធ្វើជាសាក្សីហងឥឡូវមិនបានអញ្ចឹងតែឥឡូវដូចនៅពួកហាម៉ាស់ហើយនឹងអ៊ីស្រាអែលអញ្ចឹងគាត់ចុះហត្ថលេខាទឹកខ្មៅអត់ទាន់ស្ងួតហងពួកហាម៉ាស់យកក្រុមដែលពួកគាត់ចាប់បាន8នាក់យកទៅបាញ់ស្លាប់ចោលកដាលផ្លូវទុង8គ្រាប់អញ្ចឹងទៅវាអញ្ចឹងណាបងប្អូនហើយសួរលោកត្រាំធ្វើអីការទៀតគាត់ថាឥឡូវបានកិច្ចព្រមព្រៀងមួយយកគាត់ជាមួយសន្លឹកហ្នឹងដើម្បីយកទៅដាក់នៅអា Nobel Peace Prize អីគណៈកម្មការសន្តិភាពប៉ុន្តែសន្តិភាពបែបហ្នឹងក៏អត់ទាន់បានវាប្រញាប់ពេកដែរពេលខ្លះឥឡូវចំណុចទី1ដែលគាត់ប្រកាសភាគីទាំងពីរបញ្ជាក់ជាថ្មីដូច្នេះវាអត់មានអីផ្លាយទេបញ្ជាក់ជាថ្មីបានន័យថាលោកមុនមានម្ដងហ្នឹងបាត់ជប់បាញ់ថ្ងៃ28បាត់ជប់បាញ់ថ្ងៃ7ខែសីហាឥឡូវបញ្ជាក់ជាថ្មីបដិញ្ញាចិត្តរឹងមាំចំពោះសន្តិភាពនិងសន្តិសុខប្រទេសទាំងពីរដូចមានប្រកាសកាលពីខ្ញុំនិយាយមិញអញ្ចឹងទី2បញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមាំ
បច្ចៈទៀតហើយបដញ្ញាទៀតហើយតែសម្ឲ្យក្នុងខោទៀតចាំមើលគោរពអនុវត្តកិច្ចព្រមព្រៀងដែលបានប្រជុំកិច្ចការព្រំដែនអញ្ចឹងទី3ចុះហត្ថលេខាលើលក្ខខណ្ឌយោងស្ដីពីការបង្កើតក្រុមអ្នកសង្កេតការអាស៊ានកន្លែងនេះមួយដែលជារឿងដែលល្អសម្រាប់ខ្មែរខ្ញុំថាខ្មែរយើងចំណេញតែចំណុចលេខ3ហ្នឹងឯងយើងបានចុះហត្ថលេខាលើលក្ខខណ្ឌយោងស្ដីពីការបង្កើតក្រុមអ្នកសង្កេតការអាស៊ាន AOT ដែលមានសមាជិកភាពជាបុគ្គលិកមកពីរដ្ឋសមាជិកអាស៊ាននិងមានគោលបំណងធានាអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងមានប្រសិទ្ធភាព